សំឡេងស្នូររទេះបានបន្លឺចេញមកពីក្បែរព្រៃមួយតាមពិតរទេះនោះគឺមានបរិសុទ្ធពីរនាក់ម្នាក់មានឈ្មោះថាអំញឹបចំណែកឯម្នាក់ទៀតគឺជាកូនប្រុសរបស់គាត់មានឈ្មោះថាឆៃទើបតែមានអាយុ16ឆ្នាំតែប៉ុណ្ណោះពួកគាត់ទាំងពីរនាក់កំពុងតែបន្តដំណើរចេញពីផ្ទះរបស់គាត់ដើម្បីសម្ដៅទៅកាន់ទីព្រៃនិងកាប់អស់ចុកទៅលក់ឲ្យអ្នកភូមិអ្នកនៅក្នុងភូមិអ្នកធ្វើនំអាកោអ្នកបិទស្រានិងអ្នកធ្វើនំផ្សេងទៀតគេតែងតែទិញយកអស់ពីផ្ទះរបស់អំញឹបនេះយកទៅទុកប្រើប្រាស់ដោយសារតែពួកគេចូលចិត្តទិញអស់របស់អំញឹបក៏ព្រោះតែអស់របស់គាត់រលូនល្អហើយម្យ៉ាងទៀតគឺជាអស់ងាប់ស្រាប់ទៀតផងពួកគាត់ទិញទៅគឺងាយស្រួលដុតតែម្ដងឆៃកំពុងតែបរទេះខណៈពេលនោះគេក៏បានសួរទៅកាន់លោកឪពុកថាលោកពុកតើយើងទៅទីកន្លែងម្សិលមិញមែនឬទេពុកអំញឹបគាត់ក៏បានឆ្លើយតបមែនហើយកូននៅទីកន្លែងនោះមានអស់ងាប់ធំល្អណាស់ម្យ៉ាងទៀតនៅទីកន្លែងនោះមានច្រើនទោះបីជាយើងកាប់ 3-4 ថ្ងៃទៀតក៏កាប់មិនអស់ដែរណាស់ហើយឥឡូវប្រញាប់ដេញសត្វគោទៅព្រោះថាទីកន្លែងនោះគឺជាព្រៃជ្រៅនៅជប់ពេកមិនបាននោះទេបន្ទាប់ពីនោះទៅពីរអ្នកឪពុកកូនក៏ចាប់ផ្ដើមឈ្មោះដំណើរសម្ដៅទៅកាន់ទីព្រៃយ៉ាងឆាប់រហ័សពួកគាត់បន្ទាប់ពីធ្វើដំណើរចូលទៅដល់ព្រៃនោះអំញឹបគាត់ក៏បាននិយាយទៅកាន់កូនប្រុសថាណែឆៃកូនដាក់រទេះទៅរួចឆោចដឹកគោយកទៅចងឲ្យស៊ីល្បះព្រៃនិងស្លឹកឈើនៅទីកន្លែងនោះទៅក្រោយមកអំញឹបគាត់ក៏ចាប់ផ្ដើមរៀបចំសម្ភារៈចំណែកឯឆៃគេក៏ចាប់ផ្ដើមដឹកសត្វគោមួយនឹមនោះយកទៅចងឲ្យស៊ីល្បះព្រៃនិងស្លឹកឈើផ្សេងទៀតបន្ទាប់ពីនោះទៅពួកគាត់ក៏ចាប់ផ្ដើមធ្វើកិច្ចការរបស់គាត់ដោយរកទន្ទ្រានចូលទៅក្នុងកំពតព្រៃដើម្បីរកអស់ងាប់ស្ងួតយកទៅលក់ឲ្យអ្នកភូមិនឹងឯងពួកគាត់បានបន្តការងាររបស់គាត់រហូតដល់ថ្ងៃត្រង់ក៏បានសម្រាកហូបបាយមួយសន្ទុះក៏ប៉ុន្តែពួកគាត់មិនបានសម្រាកយូរនោះទេដោយសារតែព្រៃនេះគឺជាព្រៃជ្រៅឆ្ងាយពីផ្ទះសម្បែងដូច្នេះហើយពួកគាត់បើសិនជាធ្វើដំណើរចេញពីព្រៃនេះបានមុនថ្ងៃរសៀលគឺកាន់តែល្អនៅពេលណាដែលអស់របស់គាត់ពេញរទេះពួកគាត់ប្រកាសជាប្រញាប់ធ្វើដំណើរចេញពីទីកន្លែងនេះភ្លាមពីអ្នកឪពុកកូនបានកាប់អស់រហូតដល់ថ្ងៃរៀងរសៀលបន្តិចនៅពេលនោះស្រាប់តែអំញឹបគាត់បានឮសំឡេងសត្វគោរបស់គាត់ទាំងពីរវាចាប់ផ្ដើមផ្អើលហាក់ដូចជាបានជួបជាមួយនឹងសត្វអ្វីចម្លែកដោយសារតែពួកគាត់ទាំងពីរនាក់នៅក្នុងកំពតព្រៃដូចគ្នាពេលនោះអំញឹបគាត់ក៏បាននិយាយទៅកាន់កូនប្រុសថាណែឆៃកូនចេញទៅមើលបន្តិចមើលតើសត្វគោរបស់ជើងវាកំពុងតែផ្អើលអីណកឮសូរដូចជាលូតកញ្ឆេងឆៃក៏ចាប់ផ្ដើមកាន់កាំបិតរបស់ខ្លួនរួចឆោចដើរចេញពីកំពតព្រៃសម្ដៅទៅកាន់រទេះនៅពេលនោះគេក៏បានសម្លឹងទៅកាន់ទីកន្លែងដែលគេបានចងសត្វគោមួយនឹមនោះខណៈពេលនោះឆៃចាប់ផ្ដើមចំហមាត់រួចឆោចឈោកាំងស្កប់និយាយអ្វីក៏និយាយមិនចេញដោយសារតែគេបានជួបប្រទះរឿងហេតុមើលទៅគួរឲ្យខ្លាចឆៃបានត្រឹមតែចំហមាត់សម្លឹងទៅកាន់ទីកន្លែងសត្វគោគេតែប៉ុណ្ណោះរំពេចនោះអំញឹបដោយសារតែមិនបានលឺសម្រាប់ជើងកូនធ្វើដំណើរចូលមកទីកន្លែងកំពតព្រៃវិញពេលនោះគាត់ក៏បានស្រែកសួរថាឆៃកូនតើយ៉ាងម៉េចហើយសត្វគោទាំងពីរក្បាលនោះវាផ្អើលជាមួយនឹងស្អីទៅពេលនោះឆៃក៏បានឆ្លើយតបទាំងរដេចរដប់ថាពុកអើយមកទីកន្លែងនេះមកដូចជាមិនស្រួលទេមានសត្វឆ្កែចចកធំណាស់ធំជាងសត្វគោយើងទៅទៀតបានឮសម្ដីកូនប្រុសអំញឹបគាត់មិនជឿនោះទេមិនដែលមានសត្វឆ្កែចចកឯណាធំជាងសត្វគោនោះឡើយក្នុងចិត្តរបស់គាត់គិតថាប្រហែលជាកូនប្រុសរបស់គាត់បាននិយាយលេងភ្លាមនោះអំញឹបក៏បានដើរចេញពីកំពតព្រៃរួចឆោយសម្ដៅទៅកាន់ក្បែររទេះក្រោយមកគាត់ក៏បានសម្លឹងទៅកាន់ទីកន្លែងដែលកូនប្រុសរបស់គាត់បានចងគោរំពេចនោះគាត់បើកភ្នែកធំក្រោយមកគាត់បាននិយាយទៅកាន់កូនប្រុសថាណែកូនវាជាសត្វឆ្កែចចកអ្វីទៅ
ហេតុអ្វីក៏ធំដូច្នេះមើលណោនៅពេលនោះសត្វឆ្កែចចកចាប់ផ្ដើមសង្ខោចចង្កូមដើរសំដៅទៅរកសត្វគោក៏ប៉ុន្តែបន្ទាប់ពីឮសំឡេងរបស់មនុស្សនិយាយវាស្រាប់តែបដូរគោលដៅសំដៅមករកអ្នកទាំងពីរនាក់ឲ្យកូននេះទៅវិញតាមពិតទៅសត្វចចកនេះមានមាឌធំខ្លាំងណាស់ហើយវានេះក៏មិនមែនជាសត្វធម្មតាដែរភ្លាមនោះអមញឹបគាត់បាននិយាយទៅកាន់កូនប្រុសថាណែកូនឆាប់រត់ទៅនៅទីកន្លែងនេះមិនបានទេនៅបន្តទៀតប្រកាសជាស្លាប់ពិតជាមិនខានពីរអ្នកឪពុកកូនបំរុងនឹងរត់ចេញពីទីកន្លែងនេះទៅហើយក៏ប៉ុន្តែសត្វចចករត់លឿនណាស់រួចឆយក៏មកស្ទាក់ពីខាងមុខពួកគាត់ទាំងពីរនាក់ភ្លាមនោះអ្នកទាំងពីរនាក់ក៏ចាប់ផ្ដើមអស់សង្ឃឹមមិនដឹងថាគិតយ៉ាងម៉េចនឹងអាចធ្វើដំណើរចេញពីទីកន្លែងនេះពួកគាត់បានត្រឹមតែគិតថានឹងចោលឆ្អឹងនៅក្នុងព្រៃនេះពិតជាមិនខានភ្លាមនោះអមញឹបក៏បាននិយាយទៅកាន់កូនប្រុសណែកូនឯងឆាប់រត់ចេញពីទីកន្លែងនេះទៅទុកឲ្យពុកជាអ្នកទប់ទល់ជាមួយនឹងវាពុកចាស់ហើយពុកមានអាយុច្រើនរស់ក៏មិនបានជួបប៉ុន្មានទៀតដែរតែឯងនៅក្មេងឯងឆាប់រត់ចេញទៅឆៃគេក៏បានឆ្លើយតបថាអត់ទេពុកខ្ញុំមិនរត់ចោលពុកនោះទេខ្ញុំមិនរត់ចោលពុកនោះឡើយយើងនៅទប់ទល់ជាមួយនឹងវាទាំងពីរនាក់ទៅក៏ប៉ុន្តែការនិយាយស្ដីរបស់ឆៃនោះគឺញាត់ដៃចំប្រប់សំបីតែជើងរបស់គេក៏ញាត់ដែរសត្វឆ្កែចចកនោះចាប់ផ្ដើមក្រហឹមរួចឆយសម្ញៃចង្កុំរបស់វាសំដៅទៅរកអ្នកទាំងពីរនាក់អ្នកឪពុកកូនចាប់ផ្ដើមបែកញើសថ្ងាសជោគរួចឆយកាន់កំបិតឡើងញាត់ដៃចំប្រប់នៅក្នុងពេលនោះសត្វឆ្កែក៏ចាប់ផ្ដើមស្ទុះវឹងយកជើងមុខទាំងពីររបស់វាទៅសង្កត់លើអ្នកទាំងពីរនាក់ក្រោយមកក្រចករបស់វាក៏បានធ្វើឲ្យពីរអ្នកឪពុកកូននេះមានរបួសស្នាមនៅលើខ្លួនរបស់ពួកគាត់ផងដែរអ្នកទាំងពីរបានរកលថយក្រោយបន្តិចនៅពេលនោះអមញឹបក៏បាននិយាយទៅកាន់កូនគាត់សារជាថ្មីថាឆៃកូនរត់ទៅកូនប្រយ័ត្នតែគ្មានឱកាសរត់ស្លាប់នៅទីកន្លែងនេះទាំងពីរនាក់ឆាប់រត់ទៅកុំខ្វល់ពីពុកអីតែឆៃគេក្រវីក្បាលទោះជាយ៉ាងណាក៏គេមិនចិត្តដាច់រត់ចោលឪពុករបស់គេទុកឲ្យឪពុកនៅស្លាប់ក្នុងព្រៃតែម្នាក់ឯងនោះឡើយពេលនោះឆៃក៏បានស្ទុះវឹងទៅទាញកំបិតរបស់គេកាប់ទៅលើសត្វឆ្កែខ្មៅនោះ 3-4 កំបិតក៏ប៉ុន្តែកំបិតរបស់គេហាក់ដូចជាកាប់ទៅលើដុំថ្មអញ្ចឹងទោះបីជាគេខំកាប់យ៉ាងណាក៏មិនអាចធ្វើអ្វីទៅកាន់សត្វឆ្កែចចកនេះបានដែរនៅក្នុងពេលនោះសត្វឆ្កែចចកក៏ចាប់ដើមក្រញ៉ៅទៅលើនាយឆៃឲ្យគេដេកដួលទៅលើដីនៅពេលនោះពួកគាត់គ្មានសង្ឃឹមថានឹងអាចរត់រួចចេញពីទីកន្លែងនេះមានជីវិតបន្តទៀតនោះឡើយស្របពេលនោះផងដែរពួកគាត់មានតែស្រែកឲ្យអ្នកផ្សេងគេមកជួយគាត់ក៏ប៉ុន្តែស្រែកទាំងគ្មានសង្ឃឹមដោយសារតែទីកន្លែងនេះមានតែពួកគាត់តែប៉ុណ្ណោះដែលធ្លាប់ធ្វើដំណើរចូលមកព្រោះថាវាគឺជាព្រៃជ្រៅឆ្ងាយពីផ្ទះសម្បែងរបស់គាត់ណាស់សំណាងល្អដែរនៅក្នុងពេលនោះស្រាប់តែមានកំឡោះម្នាក់ក៏បានធ្វើដំណើរចូលទៅដល់ទីកន្លែងនោះខណៈពេលនោះកំឡោះម្នាក់នោះក៏ចាប់ផ្ដើមប្រណម្យដៃរួចឆោយដាស់អាគមមហាកម្លាំងរបស់គេស្ទុះចូលទៅវឹងដាក់សត្វចចកនោះមួយដៃធ្វើឲ្យវារមៀល 4-5 ត្រឡប់តើអ្នកណាទៅហេតុអ្វីក៏មានមន្តអាគមខ្លាំងខ្លាដូចនេះសំបីតែសត្វឆ្កែចចកដុតធំក៏នៅតែត្រូវគេវាយឲ្យដួលច្រងាប់ច្រងល់ផងដែរអ្នកទាំងអស់គ្នាមានដឹងទេថាកំឡោះម្នាក់នេះគឺជាអ្នកណាតាមពិតទៅគេគឺជាតួឯករបស់ជើងដែលជាចំនួនក្រោយរបស់លោកគ្រូពេជ្រស្ដេចថ្នាំគេនេះមានឈ្មោះថាពេជ្រសូរិយៈដែលជាអ្នកចេះថ្នាំសង្កូវប្រហាក់ប្រហែលជាមួយនឹងលោកគ្រូពេជ្រចំណែកឯមន្តអាគមរបស់គេនោះក៏មិនធម្មតាដែរសត្វឆ្កែចចកបន្ទាប់ពីក្រោករួចក្រឡេកមើលទៅឃើញមុខនៃពេជ្រសូរិយៈឆ្កែនោះក៏ចាប់ផ្ដើមផិតភ័យដោយសារតែវាបានដឹងថាកំឡោះម្នាក់នេះបានលាក់ខ្លួននៅក្នុងព្រៃខ្មៅស្រាវជ្រាវមន្តអាគមនិងស្រាវជ្រាវថ្នាំសង្កូវអស់រយៈពេលជាច្រើនឆ្នាំពពួកសត្វកាចខ្មោចព្រាយបិសាចមិនហ៊ានធ្វើអ្វីទៅកាន់គេនោះទេដោយសារតែកំឡោះនេះមានអំណាចនៃមន្តអាគមខ្លាំងក្លាភ្លាមនោះសត្វចចកក៏ចាប់ដើមប្រះខ្លួនរួចឆយរត់គេចចេញពីទីកន្លែងនេះមិនហ៊ានងាកក្រោយនោះឡើយ
កំឡោះរបស់ជើងក៏បានដើរសម្ដៅទៅរកពីអ្នកឪពុកកូននៅពេលនោះគេក៏បានសួរទៅកាន់អ៊ំញ៉ាប់ថាលោកអ៊ំតើចឹងមិនហើយតោះក្រោកឡើងតើលោកអ៊ំមានរបួសធ្ងន់ធ្ងរដែរឬទេអ៊ំញ៉ាប់គាត់ក៏បាននិយាយទៅកាន់ពេជ្រសូរិយៈថាអើក្មួយអ៊ំមិនអីនោះទេក៏ប៉ុន្តែកូនប្រុសរបស់អ៊ំនោះគេមានរបួសធ្ងន់ជាងអ៊ំទៅទៀតកំឡោះរបស់ជើងក៏ចាប់ផ្ដើមទៅជួយគ្រានាយឆៃឡើងមកដាក់លើរទេះក្រោយមកនាយឆៃមានឈាមច្រើនណាស់ហូរជោគពេញអាវសូរិយៈក៏បានសួរទៅកាន់អ៊ំញ៉ាប់ថាលោកអ៊ំចង់មកក្នុងព្រៃនេះលោកអ៊ំជាអ្នកកាប់អស់មែនឬទេអ៊ំញ៉ាប់ងក់ក្បាលក្រោយមកបាននិយាយថាមែនហើយលោកក្មួយពួកខ្ញុំគឺជាអ្នកកាប់អស់ដើម្បីយកទៅលក់ចិញ្ចឹមជីវិតណែសពមួយដងខ្ញុំមិនធ្លាប់មានឃើញសត្វកាយសាហាវពពួកខ្លាចចកអ្វីនោះទេក៏ប៉ុន្តែថ្ងៃនេះចម្លែកណាស់ស្រាប់តែមានសត្វចកធំមួយក្បាលបានធ្វើដំណើរចូលមកដល់ទីកន្លែងនេះអ៊ំបាញ់មិញនេះបើសិនជាគ្មានក្មួយនោះទេអ៊ំជាមួយនឹងកូនប្រកាសជាស្លាប់ចោលឆ្អឹងនៅក្នុងព្រៃនេះពិតជាមិនខានខណៈពេលនោះនាយសូរិយៈបាននិយាយឡើងថាលោកអ៊ំសត្វចកនេះមិនមែនជាសត្វចកធម្មតានៅរស់នៅតាមដែនព្រៃនេះទេវាគឺជាសត្វចកបិសាចដែលបានធ្វើដំណើរចេញមកពីតំបន់ព្រៃខ្មៅឯណោះអ្នកទាំងអស់គ្នាមានចាំទេថានៅក្នុងថ្ងៃដែលនិយុទ្ធធ្វើដំណើរចូលទៅក្នុងព្រៃខ្មៅគេបានប៉ះជាមួយនឹងសត្វចកនេះម្ដងគេបានប្រើអាគមរួចឆោយធ្វើឲ្យសត្វចកនេះវាបាក់បបខ្លប់ខ្លាចលែងហ៊ានរស់នៅក្នុងព្រៃខ្មៅនោះទៀតក្រោយមកចកនេះក៏ចាប់ដើមចេញពីក្នុងព្រៃនោះរួចឆោយធ្វើដំណើរទៅគ្រប់ទីកន្លែងជួបសត្វសម្លាប់សត្វជួបមនុស្សសម្លាប់មនុស្សវាដឹងតែការស្រែកឃ្លាននោះទេគ្មានចិត្តអាណិតអាសូរទៅកាន់មនុស្សសត្វនោះឡើយអ៊ំញ៉ាប់គាត់បាននិយាយថានៃក្មួយជាអ្នកធ្វើដំណើរមកពីទីកន្លែងណាទៅហេតុអ្វីក៏ក្មួយមានមន្តអាគមខ្លាំងក្លាម្ល៉េះនាយសូរិយៈរបស់ជើងគាត់ក៏បានឆ្លើយតបថាអូលោកអ៊ំខ្ញុំជាមនុស្សដើរពនេចរដោយសារតែខ្ញុំមានមន្តអាគមខ្លះនិងការផ្សំថ្នាំសង្កូវខ្ញុំចង់ធ្វើដំណើរទៅជួយមនុស្សគ្រប់ទីកន្លែងណែនិយាយអញ្ចឹងអ៊ំមានរបួសខ្លាំងណាស់អ៊ំដោះអាវចេញទៅជាមួយនឹងកូនប្រុសខ្ញុំទៅរកថ្នាំសង្កូវដើម្បីមកបាត់មុខរបួសរបស់អ៊ំនៅពេលនោះកំឡោះសូរិយៈក៏បានធ្វើដំណើរចេញពីទីនេះបន្តិចរួចឆោយទៅដកយកមើមឈើផ្សេងព្រមទាំងស្លឹកឈើមួយចំនួនយកមកចិញ្ច្រាំច្របាច់ជាមួយនឹងទឹកបន្តិចរួចឆោយយកទៅបាត់លើមុខរបួសរបស់ពួកគាត់គ្រាន់តែថ្នាំបានទៅប៉ះជាមួយនឹងមុខរបួសរបស់ពួកគាត់ភ្លាមស្រាប់តែអ្នកទាំងពីរក៏ចាប់ផ្ដើមស្រែកតែម្ដងដោយសារតែអានុភាពថ្នាំនេះខ្លាំងក្លាពូកែការព្យាបាលរបស់លោកគ្រូពេជ្រនិងលោកគ្រូសូរិយៈនេះគឺខុសប្លែកពីគ្រូផ្សេងទៀតដោយសារតែគាត់ព្យាបាលទៅកាន់មនុស្សឆាប់ជាសះស្បើយណាស់មូលហេតុនោះដោយសារតែគាត់ស្គាល់ថ្នាំសង្កូវច្បាស់ម្យ៉ាងទៀតការព្យាបាលបន្ថែមទៅដោយមន្តអាគមផងដែរបន្ទាប់ពីអន់ឈឺចាប់បន្តិចនាយឆៃបាននិយាយទៅកាន់នាយសូរិយៈថាលោកគ្រូតើស្លឹកឈើទាំងអស់នេះអាចព្យាបាលរបួសបានដែរឬទេពេលនោះសូរិយៈញញឹមបន្តិចក្រោយមកគេបាននិយាយថាអូតាមពិតទៅស្លឹកឈើទាំងអស់រុក្ខជាតិទាំងឡាយដែលកើតមានឡើងនៅលើโลกនេះគឺសុទ្ធតែជាថ្នាំសង្កូវទាំងអស់គ្រាន់តែពួកយើងទាំងអស់គ្នាមិនបានដឹងថាវាគឺជាថ្នាំសង្កូវអ្វីលុះត្រាតែអ្នកទាំងអស់គ្នានេះធ្លាប់បានរៀនមន្តអាគមនិងរៀនការផ្សំថ្នាំអ្នកទាំងអស់គ្នាទើបបានដឹងថាវាគឺជារុក្ខជាតិព្យាបាលជំងឺអ្វីដើមឈើវល្លិមើមស្លឹកផ្លែផ្ការុក្ខជាតិទាំងអស់គឺសុទ្ធតែជាថ្នាំសង្កូវទាំងអស់គ្រាន់តែអ្នកខ្លះមួយចំនួនគេរៀនមិនទាន់ដល់គេមិនបានដឹងថាវាគឺជាថ្នាំសង្កូវនោះឯងនៅពេលនោះលោកអ៊ំញឹមក៏បានសួរទៅកាន់សូរិយៈថាអូណែក្មួយតើក្មួយចង់ធ្វើដំណើរទៅណាបន្តទៀតទៅពេលនោះពេជ្រសូរិយៈក៏បានឆ្លើយតបថាអូលោកអ៊ំខ្ញុំចង់ធ្វើដំណើរទៅកាន់ស្រុកភូមិណែលោកអ៊ំទៅផ្ទះអាត្មាណាទៅ
ខ្ញុំសុំដោយសារផងលោកអ៊ំបានញញឹមក្រោយមកគាត់បាននិយាយថាអោលោកក្មួយគ្មានបញ្ហានោះទេលោកក្មួយគឺជាអ្នកមានគុណបានជួយជីវិតមកដល់ខ្ញុំពីរនាក់នឹងកូនមិនទាន់នឹងបានអរគុណផងពេលនោះកំឡោះរបស់ជើងក៏បានតបថាអូលោកអ៊ំមិនចាំបាច់គុណស្រ័យអ្វីនោះទេណែធម្មតាខ្ញុំធ្វើដំណើរត្រាច់ចោលគ្រប់ទីកន្លែងដើម្បីជួយសង្គ្រោះទៅកាន់មនុស្សតែប៉ុណ្ណោះណែមើលទៅលោកអ៊ំនិងប្អូនប្រុសខាងនេះប្រហែលជាមិនអាចធ្វើការកើតនោះទេលោកអ៊ំទៅសម្រាប់ទីកន្លែងនោះសិនទៅចាំខ្ញុំទៅប្រមូលអស់ដាក់ទៅក្នុងរទេះឲ្យនៅពេលនោះអ៊ំញឹបគាត់រំភើបចិត្តណាស់កំឡោះម្នាក់នេះមិនដឹងជាធ្វើដំណើរមកពីណាក៏ប៉ុន្តែចិត្តបាននោះបានក្រោយមកគាត់ពីអ្នកកូនក៏បានចេញពីរទេះរួចឆោយទៅអង្គុយក្រោមដើមឈើភ្លាមនោះកំឡោះសូរ្យៈក៏ចាប់ផ្ដើមប្រមូលអស់ទាំងអស់យកទៅដាក់នៅលើរទេះអស់នេះក៏ឃើញថាចិត្តពេញរទេះហើយដែរក្រោយមកកំឡោះសូរ្យៈក៏បានទៅដឹកសត្វគោទៅរទេះរួចឆោយក៏បត់ធ្វើដំណើរចេញពីទីកន្លែងនេះទៅពួកគេទាំង3នាក់ជិះរទេះបណ្ដើរប្រោកប្រាជ្ញជាមួយនឹងគ្នាបណ្ដើររហូតជិតទៅដល់ផ្ទះនៅក្នុងពេលនោះសូរ្យៈក៏បានសួរទៅកាន់អ៊ំញ៉ាប់ថាលោកអ៊ំនិយាយអញ្ចឹងតើនៅក្នុងភូមិរបស់លោកអ៊ំមានអ្នកកើតជំងឺចម្លែកដែរឬទេខ្ញុំធ្វើដំណើរមកកាន់ទីកន្លែងនេះចង់ជួយព្យាបាលទៅកាន់អ្នកជំងឺចម្លែកភ្លាមនោះអ៊ំញ៉ាប់ក៏ចាប់ផ្ដើមស្ទុះឡើងរួចឆោយគាត់បាននិយាយថាណែក្មួយតើក្មួយមានសមត្ថភាពព្យាបាលទៅកាន់មនុស្សឆ្កួតដែរឬទេព្រោះថានៅក្នុងភូមិរបស់អ៊ំនេះមានមនុស្សបាត់បង់សតិច្រើនណាស់កាលពីមុនពួកគេគឺជាមនុស្សធម្មតានោះទេក៏ប៉ុន្តែមិនដឹងជាយ៉ាងម៉េចខ្លះក៏ខ្លាចខ្លះទៀតចេះតែចង្អុលឆ្វេងស្ដាំចំណែកឯខ្លះទៀតចេះតែបន្លាចទៅកាន់គេឯងធ្វើមុខអាក្រក់លៀនអណ្ដាតវែងកំឡោះសូរ្យៈក៏បានសួរបញ្ជាក់ទៅកាន់អ៊ំញ៉ាប់ថាលោកអ៊ំអ្នកជំងឺដែលលោកអ៊ំនិយាយនេះមានចំនួនប្រហែលជាប្រមាណអ្នកទៅហើយគេចាប់ផ្ដើមកើតជំងឺនេះតាំងពីពេលណាមកអ៊ំញ៉ាប់គិតបន្តិចក្រោយមកគាត់ក៏បានឆ្លើយតបថាអូនែក្មួយមើលទៅមិនក្រៅពី20នាក់នោះទេកាលពីមុនពួកគេសតតែជាមនុស្សធម្មតានឹងឯងក៏ប៉ុន្តែមិនដឹងជាយ៉ាងម៉េចស្រាប់តែប្រែคล้ายទៅជាដូច្នេះទៅណែរឿងចម្លែកនេះបើតាមគិតមើលទៅវាប្រហែលជា6-7ឆ្នាំទៅហើយណែតាំងពីជាងចម្លាក់ម្នាក់គាត់បានធ្វើដំណើរចូលមកទីកន្លែងនេះបន្ទាប់ពីលឺអ៊ំញ៉ាប់និយាយពីជើងចម្លាក់នៅក្នុងពេលនោះកំឡោះសូរ្យៈរបស់ជើងក៏ចាប់ផ្ដើមចាប់អារម្មណ៍ពេលនោះសូរ្យៈបាននិយាយថាលោកអ៊ំណែរឿងមនុស្សឆ្កួតហេតុអ្វីទៅតាក់ទងជាមួយនឹងជើងចម្លាក់ទៅវិញពេលនោះអ៊ំញ៉ាប់គាត់ក៏បាននិយាយថាណែលោកក្មួយរឿងនេះប្រហែលជាតាក់ទងគ្នាកាលពីមុនជើងចម្លាក់នោះធ្វើដំណើរចូលមកកាន់ស្រុកភូមិនេះក្រណាស់នៅតែក្នុងខ្ទមពីអ្នកកូននោះទេក៏ប៉ុន្តែឥឡូវប្រែជាមានដីធំមានផ្ទះសម្បែងធំទៀតផងមូលហេតុដែលគេឆាប់មានឆាប់នោះដោយសារតែអ្នកភូមិបានទិញចម្លាក់គេស្ទើរតែគ្រប់គ្នាកាលពីមុនគេបានបំផុសគំនិតគេចង់ឆ្លាក់រូបចម្លាក់របស់ស្ដេចអារ្យជាច្រើនចែកទៅតាមផ្ទះម្នាក់មួយឲ្យយកទៅធ្វើការគោរពបូជាក៏ប៉ុន្តែអ្នកភូមិមួយចំនួនធំគេមិនជល់ព្រមនោះទេដោយសារតែពួកអ្នកភូមិគេកាន់សាសនាព្រះពុទ្ធគេមិនចង់ច្រឡោកច្រឡំជាមួយនឹងជំនឿដែលមិនច្បាស់លាស់នោះឡើយក្រោយមកគោលបំណងរបស់លោកគ្រូម្នាក់នោះក៏មិនបានសម្រេចចំណែកឯអ្នកប្រកែកខ្លាំងជាងគេនោះមិនជួបប៉ុន្មានពួកគាត់ក៏ចាប់ផ្ដើមប្រែคล้ายទៅជាមនុស្សបាត់បង់សតិคล้ายទៅជាមនុស្សឆ្កួតរហូតដល់សពថ្ងៃនេះទៅណែម្យ៉ាងទៀតនោះឲ្យតែមនុស្សធ្វើដំណើរចូលទៅក្នុងផ្ទះគាត់បានឃើញចម្លាក់ហើយគឺគេចង់តែទិញអ្នកខ្លះរកតែលុយទិញអង្ករមិនចង់បាននឹងផងក៏ប៉ុន្តែបន្ទាប់ពីធ្វើដំណើរចូលទៅក្នុងផ្ទះរបស់តាធុនោះបានឃើញចម្លាក់ហើយគេក៏សម្រេចចិត្តទិញយករូបចម្លាក់នោះយកទៅផ្ទះមិនដឹងថាមកពីមូលហេតុអ្វីនោះទេនេះសូរ្យៈគេក៏ចាប់ផ្ដើមអស់សំណោចក្រោយមកគេបាននិយាយថាលោកអ៊ំមិនដែលមានរឿងដូចនេះនោះទេអ្នកក្ររកតែលុយទិញអង្ករហូបមិនបានហេតុអ្វីក៏សម្រេចចិត្តយកលុយទៅបំផ្លាញទិញរូបចម្លាក់យកទៅតាំងតើបានប្រយោជន៍អ្វីទៅ
อมยับគាត់ក៏បានឆ្លើយតបថានៅក្មួយរឿងនេះអមក៏មិនដឹងដែរក៏ប៉ុន្តែឲ្យតែអ្នកធ្វើដំណើរចូលទៅក្នុងផ្ទះរបស់តាធួឃើញរូបចម្លាក់ហើយតែតែមានចិត្តចង់បានមិនដឹងថាមកពីមូលហេតុអ្វីនោះទេអ្នកខ្លះក៏បានឃើញថារូបចម្លាក់ដែលគេតែងទៅទុកនៅក្នុងផ្ទះនោះពេលយប់ឡើងដើរពេញទៅផ្ទះអ្នកខ្លះទៀតក៏បានឃើញរូបចម្លាក់នោះប្រឡាក់ឈាមនៅលើមាត់ផងដែរក៏ប៉ុន្តែអ្នកដែលល្បីល្បាញថាបានឃើញរូបចម្លាក់ចេះដើរនោះមិនជួបប៉ុន្មានគេក៏ប្រែក្លាយទៅជាឈួតដូចគ្នានឹងឯងរឿងនេះប្រកាសជាតាក់ទងជាមួយនឹងតាធុនេះពិតប្រាកដណាស់ម្យ៉ាងទៀតគ្រួសាររបស់តាធុរស់នៅចាំងអាចកំបាំងមិនសូវជារាប់រយជាមួយនឹងអ្នកភូមិផ្សេងទៀតនោះទេទោះបីតាំងពីគាត់ក្ររហូតដល់មានក៏ដោយទំនាក់ទំនងរបស់គាត់ជាមួយនឹងអ្នកភូមិផ្សេងទៀតមើលទៅហាក់ដូចជាមិនល្អជានោះទេគេពីអ្នកឪកូនតែងតែលាក់ខ្លួននៅក្នុងផ្ទះគិតតែធ្វើរូបចម្លាក់របស់គេលុះត្រាតែមានកិច្ចការចង់ទៅទិញរបស់ទិញអង្ករឬក៏ទិញម្ហូបចំណីទើបគាត់ធ្វើដំណើរចេញទៅក្រៅផ្ទះសូរិយាបន្ទាប់ពីស្ដាប់ការរៀបរាប់របស់លោកអមញឹបធ្វើឲ្យគេចាប់ផ្ដើមមានអារម្មណ៍ដាក់ការសង្ស័យទៅលើតាធួរឿងរ៉ាវទាំងអស់កើតនៅក្នុងភូមិនេះប្រហែលជាតាក់ទងជាមួយនឹងតាធួនឹងហើយមួយសន្ទុះក្រោយមករទេះរបស់ពួកគាត់ក៏បានផុតផ្លូវរទេះក្រោយផ្ទះចូលទៅដល់ភូមិកំឡោះសូរិយាក៏បាននិយាយទៅកាន់អមញឹបថាលោកអមនៅពេលណាទៅដល់ផ្ទះរបស់តាធួនោះសូមចង្អុលប្រាប់ខ្ញុំផងខ្ញុំចង់ឃើញណាស់ក្រោយមកអមញឹបគាត់ក៏បានងក់ក្បាលគាត់បាននិយាយថាលោកក្មួយចាំបន្តិចទៀតទៅដល់ហើយចាំខ្ញុំចង្អុលប្រាប់ពួកគាត់ប្រុកប្រាច់គ្នាមិនដើរនិយាយពីនេះពីនោះមិនដើរមិនជួបប៉ុន្មានប្រទេសរបស់ពួកគាត់ក៏បានជិតទៅដល់ផ្ទះរបស់តាធួអមញឹបគាត់ក៏បានចង្អុលប្រាប់ក្រោយមកគាត់បាននិយាយថានោះក្មួយផ្ទះធំខាងមុខនោះណែមានឈើព័ទ្ធជុំវិញនោះគឺជាទីកន្លែងផ្ទះរបស់តាធុហើយផ្ទះរបស់គាត់មានរូបចម្លាក់ស្អាតច្រើនខ្លាំងណាស់បន្ទាប់ពីនោះទៅកំឡោះរបស់ជើងក៏ចាប់ដើមដេញគោរៀងលឿនបន្តិចក៏ប៉ុន្តែពេលដែលទៅដល់ផ្ទះរបស់តាធុកំឡោះសូរិយាក៏ចាប់ដើមទាញគោឲ្យដើរយឺតសូរិយាក៏ចាប់ដើមសម្លឹងចូលទៅក្នុងផ្ទះរបស់តាធុកំពុងតែឆ្លាក់រូបរបស់គាត់នៅពេលនោះគាត់ក៏បានចោលខ្សែភ្នែកសម្លឹងទៅប៉ះជាមួយនឹងខ្សែភ្នែករបស់សូរិយាអ្នកទាំងពីរនេះក៏ចាប់ដើមសម្លឹងគ្នាទៅវិញទៅមកមិនព្រមដាក់ភ្នែកនោះទេខ្សែភ្នែករបស់អ្នកចេះអាគមគឺមុតខ្លាំងណាស់នៅពេលណាដែលគេបានសម្លឹងទៅកាន់គ្នាគេប្រកាសជាអាចយល់ដឹងថាដៃគូម្ខាងទៀតចេះអាគមពិតជាមិនខានគ្រាន់តែគេមិនដឹងថាចេះតិចឬក៏ច្រើននៅក្នុងពេលនោះនាយសូរិយាសម្លឹងទៅកាន់តាធុនោះមិនដាក់ភ្នែកនោះទេគេបានដឹងថាតាធុនេះមិនមែនជាជាងចម្លាក់ធម្មតានោះទេគាត់ប្រកាសជាអ្នកចេះអាគមខ្លាំងក្លាមកលាក់ខ្លួនចង់ធ្វើបាបទៅកាន់អ្នកភូមិនេះបន្ទាប់ពីនោះទៅគេក៏ចាប់ផ្ដើមដេញគោតិចដើរផុតចេញពីទីកន្លែងនេះសូរិយាក៏បាននិយាយទៅកាន់អមញឹបថាលោកអមផ្ទះរបស់គាត់ពិតជាអាចកំបាំងដូចជាលោកអមនិយាយមែនមើលទៅតាធុនេះប្រកាសជាមិនមែនមនុស្សធម្មតានោះទេណែអមតើកូនប្រុសរបស់គាត់មានអាយុប៉ុន្មានហើយអមញឹបគាត់ក៏បានតបថាក្មួយកូនប្រុសរបស់គាត់មានឈ្មោះថាធួនអាយុស្របានឹងក្មួយដែរគេពេញកំឡោះហើយសូរិយាក៏បានងក់ក្បាលក្រោយមកគេមិនបាននិយាយអ្វីតបទៅកាន់អមញឹបបន្តទៀតនោះទេក៏ប៉ុន្តែបន្ទាប់ពីរទេះអ្នកទាំង3នាក់នេះបានធ្វើដំណើរចេញផុតពីផ្ទះរបស់តាធុបន្តិចតាធុគាត់ក៏បានដើរចេញពីក្នុងផ្ទះរួចឆោយតាមសម្លឹងទៅកាន់រទេះនេះផងដែរមើលទៅតាធុគាត់ប្រកាសជាបានដឹងថាអ្នកកំពុងតែបរទេះនេះប្រកាសជាគ្រូមន្តអាគមម្នាក់បានធ្វើដំណើរចូលមកកាន់ស្រុកភូមិនេះពិតជាមិនខានបន្ទាប់ពីទៅដល់ផ្ទះនៅក្នុងពេលនោះអមញឹបក៏ចាប់ដើមរៀបចំសម្ភារៈចំណែកឯកំឡោះសូរិយាក៏បានជួយដាក់គូរួចហើយយកវាទៅចងជាមួយនឹងដើមដូងផងដែរប្រពន្ធរបស់អមញឹបបន្ទាប់ពីបានឃើញប្តីនឹងកូនមានរបួសពេញខ្លួនដូច្នោះគាត់មានអារម្មណ៍ផិតភ័យខ្លាំងណាស់
ពេលនោះប្រពន្ធគាត់ក៏បានសួរថាជេឪវាតើមានរឿងអ្វីទៅបានជាឯងមានរបួសពេញតែខ្លួនណែកូនជើងក៏អញ្ចឹងដែរអមញឹបគាត់ក៏បានឆ្លើយតបថាម៉ែវាអើយខ្ញុំធ្វើដំណើរចូលទៅក្នុងព្រៃថ្ងៃនេះសោយណាស់បានជួបជាមួយនឹងសត្វឆ្កែចចកដែលមានទំហំខ្លួនធំជាងសត្វគោយ៉ាងទៅទៀតមិនដឹងថាសត្វឆ្កែចចកអ្វីនោះទេភ្នែកក្រហមសម្បុរពណ៌ខ្មៅសំណាងហើយចេះបានលោកគ្រូខាងនេះមកជួយខ្ញុំតន់បើមិនអញ្ចឹងខ្ញុំនឹងកូនប្រកាសជាចោលឆ្អឹងនៅក្នុងដែនព្រៃនោះពិតជាមិនខាននោះទេប្រពន្ធរបស់អមញឹបគាត់ក៏ចាប់ដើមលើកដៃសំពះក្រោយមកនិយាយទៅកាន់សូរិយៈថាលោកគ្រូខ្ញុំអរគុណហើយដែលបានជួយទៅកាន់ប្តីនិងកូនរបស់ខ្ញុំសូរិយៈគេក៏បានសួរទៅកាន់អមញឹបថាលោកអមនៅក្បែរនេះតើមានវត្តដែរឬទេខ្ញុំគិតថាចង់ទៅសម្រាកនៅនឹងវត្តអមញឹបគាត់ក៏បានតបថាលោកក្មួយវត្តនៅឆ្ងាយណាស់ធ្វើដំណើរទៅប្រកាសជាយប់ពិតជាមិនខានណែលើកថាក្មួយចង់ព្យាបាលទៅកាន់អ្នកភូមិនៅទីកន្លែងនេះក្មួយសម្រាប់នៅក្នុងផ្ទះខ្ញុំមួយរយៈសិនទៅកុំព្រួយបារម្ភអីតែពេលនោះកំឡោះសូរិយៈមានអារម្មណ៍ថាដូចជារអៀលខ្លួនគេបាននិយាយថាមិនកើតទេឯលោកអមក៏ប៉ុន្តែប្រពន្ធរបស់អមញឹបបានតបថាមិនកើតយ៉ាងម៉េចក្មួយជាអ្នកមានគុណជួយមកដល់គ្រួសាររបស់អមនៅទីកន្លែងនេះទៅណែចាំមិនចឹងម៉ាបានជួយទៅដល់អ្នកភូមិផងអ្នកនៅក្នុងស្រុកភូមិនេះមានជំងឺចម្លែកច្រើនណាស់មួយរយៈនេះបន្ទាប់ពីនោះទៅកំឡោះរបស់ជើងក៏បានសម្រេចចិត្តថាសម្រាប់នៅក្នុងផ្ទះរបស់អមញឹបនេះសូរិយៈក៏ចាប់ដើមយកថងជាមនិងសម្លៀកបំពាក់របស់ខ្លួនយកទៅដាក់នៅលើគ្រែក្រោយមកអមញឹបក៏ប្រាប់ពីងទឹកឲ្យកំឡោះរបស់ជើងទៅមួយទឹកសម្អាតខ្លួនផងដែរចំណែកឯសូរិយៈបាននិយាយប្រាប់ទៅកាន់អមញឹបនិងកូនប្រុសរបស់គាត់ថាថ្ងៃនេះមិនឲ្យមួយទឹកនោះទេបើសិនជាពួកគាត់មួយទឹកប្រកាសជាថ្នាំដែលបានបាត់ទៅលើមុខរបួសនោះវាប្រកាសជារលាយអស់ពិតជាមិនខានម្យ៉ាងទៀតកំឡោះរបស់ជើងក៏បានបេះថ្នាំសង្កូវចេញមកពីក្នុងព្រៃដែរបន្ទាប់ពីហូបបាយរួចគាត់នឹងបានបុកថ្នាំនោះបាត់ទៅលើមុខរបួសពីអ្នកឪពុកកូននេះបន្តទៀតក្រោយពីមួយទឹកសម្អាតខ្លួនរួចប្រពន្ធរបស់អមញឹបក៏ចាប់ផ្ដើមដួសបាយដួសទឹករួចឆោយពួកគាត់ក៏បានអង្គុយហូបបាយជុំគ្នាទៅបន្ទាប់ពីហូបបាយរួចកំឡោះសូរិយៈក៏ចាប់ផ្ដើមបុកថ្នាំរួចឆោយបាត់ទៅលើមុខរបួសអ្នកទាំងពីរបាត់ថ្នាំបណ្ដាគេប្រើអាគមបណ្ដាដូច្នេះហើយទើបជំងឺដែលគេព្យាបាលនោះឆាប់ជាសះស្បើយរហូតដល់ពេលយប់ប្រពន្ធនិងកូនរបស់អមញឹបក៏បានឡើងទៅសម្រាកចំណែកឯអមញឹបបានអង្គុយនៅខាងក្រោមផ្ទះហូបតែមួយពែងពិភាក្សាគ្នាជាមួយនឹងកំឡោះសូរិយៈក្រោយពីគាត់សួរនាំគ្នាទៅមកក៏ចាប់ផ្ដើមបែកអូហូស្ទឹងក្រោយមកនៅក្នុងពេលនោះអមញឹបក៏បានសួរថាណែក្មួយមើលទៅសត្វឆ្កែចចកពណ៌ខ្មៅនោះហាក់ដូចជាខ្លាចក្មួយណាស់មើលទៅវាហាក់ដូចជាបានធ្លាប់ជួបជាមួយនឹងក្មួយនៅទីកន្លែងណាក្រោយមកកំឡោះរបស់ជើងក៏បានឆ្លើយតបថាលោកអមតាមពិតទៅសត្វឆ្កែចចកនោះវាស្ថិតនៅតំបន់ព្រៃខ្មៅវាជាសត្វកាចសាហាវណែខ្ញុំក៏ធ្លាប់បានជួបជាមួយនឹងវាដែរដូច្នេះហើយទើបវាបានឃើញមុខខ្ញុំវាហាក់ដូចជាបាក់ស្បាតក៏ប៉ុន្តែខ្ញុំគិតថាវាប្រកាសជាធ្វើដំណើរចូលមកក្នុងភូមិសម្រាប់សត្វចិញ្ចឹមពិតជាមិនខាននោះទេបីសាចចកនេះកាចសាហាវខ្លាំងណាស់ជួបមនុស្សសម្លាប់មនុស្សជួបសត្វសម្លាប់សត្វនៅពេលនោះលោកអមងក់ក្បាលក្រោយមកក៏បានសួរទៅកាន់កំឡោះយើងថាណែក្មួយអាចប្រាប់អមតាមត្រង់បានដែរឬទេតើក្មួយជាអ្នកធ្វើដំណើរមកពីណាហើយរៀនអាគមនេះជាមួយនឹងអ្នកណាគេដែរពេលនោះកំឡោះក៏ចាប់ផ្ដើមញញឹមក្រោយមកគាត់បាននិយាយថាលោកអមតាមពិតទៅខ្ញុំគឺជាចំនួនក្រោយរបស់លោកគ្រូពេជ្រស្ដេចថ្នាំខ្ញុំនេះជាចៅប្រុសរបស់គាត់ក៏ប៉ុន្តែចៅចំនួនក្រោយទៀតខ្ញុំបានហាត់រៀនមន្តអាគមគាថាជាពិសេសនោះគឺការប្រើប្រាស់ថ្នាំសង្កូវថ្មីត្បិតតែមិនអាចដល់លោកតាខ្ញុំមែនក៏ប៉ុន្តែខ្ញុំក៏អាចជួយទៅដល់អ្នកភូមិមួយចំនួនបានដែរ
លោកតារបស់ខ្ញុំមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ដោយសារតែគាត់តែងតែធ្វើដំណើរទៅជួយព្យាបាលមនុស្សម្នាគ្រប់ទីកន្លែងក្នុងចំណោមបងប្អូនរបស់ខ្ញុំមានតែខ្ញុំតែម្នាក់ប៉ុណ្ណោះដែលចូលចិត្តហាត់រៀនអាគមនិងរៀនព្យាបាលជំងឺទៅកាន់អ្នកភូមិនោះបងប្អូនរបស់ខ្ញុំមួយចំនួនទៀតគេគិតតែការរស់ស៊ីមានចំនួនធំនៅក្នុងដៃតែប៉ុណ្ណោះអមញ៉ាប់គាត់បាននិយាយថាអើយពិតជាគួរឲ្យស្ដាយខ្លាំងណាស់ហេតុអ្វីក៏ឲ្យមន្តអាគមនិងការផ្សំថ្នាំសង្កូវនេះសាបសូន្យទៅដូច្នេះយើងគួរតែប្រឹងថែរក្សាដោយសារតែវាគឺវិជាជួយសង្គ្រោះទៅដល់អាយុជីវិតមនុស្សបានមិនគួរយើងមិនហាត់រៀននោះទេណែក្មួយពិតជាមនុស្សល្អណាស់ក្មួយដឹងទេថានៅលើលោករបស់ជើងនេះអ្នកដែលជួយមនុស្សដោយសិទ្ធិចិត្តនោះកម្រមានណាស់គេគិតតែពីលុយកាក់នោះទេកំឡោះសូរយៈបានញញឹមក្រោយមកគេបាននិយាយថាមែនហើយលោកអមនៅក្នុងចិត្តរបស់ខ្ញុំដោយសារតែខ្ញុំគិតទៅដល់អ្នកក្រីក្រមនុស្សមួយចំនួនលំបាកខ្លាំងណាស់រកតែអង្គច្រកឆ្នាំងក៏គ្មានដែរនៅពេលដែលគាត់មានជំងឺធ្ងន់នោះគាត់គ្មានលុយកាក់ទៅព្យាបាលនៅទីកន្លែងដែលមានថ្នាំល្អនោះទេគេប្រកាសជាមិនព្យាបាលទៅឲ្យគាត់ឡើយដូច្នេះហើយទើបខ្ញុំតាំងចិត្តហាត់រៀនការផ្សំថ្នាំសង្កូវនិងរៀនអាគមទាំងអស់នេះអាចជួយទៅដល់មនុស្សម្នាផ្សេងដែលកំពុងតែមានទុក្ខបាននៅពេលនោះអមញ៉ាប់គាត់ញញឹមក្រោយមកគាត់និយាយថាលោកក្មួយពិតជាមនុស្សល្អកម្ររកបានមែនក៏ប៉ុន្តែនៅពេលដែលពួកគាត់កំពុងតែប្រោកប្រាជ្ញគ្នារំពេចនោះស្រាប់តែសូរយៈសំឡឹងទៅមុខផ្ទះគេហាក់ដូចជាបានឃើញមនុស្សម្នាក់កំពុងតែលួចមើលគេពីខាងមុខផ្ទះនៅក្បែរជំរំឈើសូរយៈមើលមិនច្បាស់ដោយសារតែនៅមុខផ្ទះរបស់អមញ៉ាប់មានដើមអំពិលទឹកបែកមែកស្ទប់ទ្រប់ជាពិសេសនោះគឺមានដើមផ្កាផ្សេងទៀតនៅពេលនោះកំឡោះសូរយៈក៏ចាប់ដើមស្ទុះឡើងហើយគេក៏បាននិយាយថាលោកអមមិនស្រួលនោះទេអំបាញ់មិញខ្ញុំដូចជាបានឃើញមនុស្សស្រមោលខ្មៅម្នាក់មកឈរទីកន្លែងនេះសំឡឹងមកកាន់ជើងនៅពេលនោះអមញ៉ាប់គាត់បាននិយាយថាជេតើមានអ្នកណាគេមកឈរសំឡឹងជើងទៅអរណែក្មួយតោះកាន់ចន្លោះទៅមើលបន្តិចមើលនៅពេលនោះលោកអមគាត់ក៏បានយកចន្លោះទៅអោយជាមួយនឹងចង្គៀងរួចឆោចដើរសម្ដៅទៅកាន់មុខផ្ទះរបស់គាត់ក៏ប៉ុន្តែនៅពេលដែលពួកគាត់ធ្វើដំណើរទៅពួកគាត់មិនបានឃើញអ្វីនោះឡើយក៏ប៉ុន្តែសូរយៈគេដឹងច្បាស់ណាស់ថាបាញ់នេះប្រកាសជាមានមនុស្សចូលមកទីកន្លែងនេះកំពុងតែឈរសម្លឹងទៅកាន់គេដោយសារតែគេជាអ្នករៀនអាគមដូច្នេះហើយទាំងត្រចៀកទាំងភ្នែករបស់គេគឺរហ័សរហួនខ្លាំងណាស់អមញ៉ាប់គាត់មិនមែនជាអ្នករៀនអាគមគាត់ប្រហែលជាមើលមិនទាន់នោះទេបន្ទាប់ពីមិនបានឃើញស្អីអមញ៉ាប់ក៏បាននិយាយថាអរក្មួយតោះយើងត្រឡប់ទៅផ្ទះទៅណែបើមិនស្រួលឡើងទៅសម្រាកលើផ្ទះទៅតោះឡើងទៅសម្រាកទៅជប់ហើយពេលនោះពួកគាត់ទាំងពីរនាក់ក៏ចាប់ដើមឡើងទៅលើផ្ទះដើម្បីសម្រាកអមញ៉ាប់បានឡើងទៅលើផ្ទះតែកំឡោះរបស់ជើងក៏បានសម្លឹងទៅខាងមុខផ្ទះពេលនោះគេស្រាប់តែបានឃើញមនុស្សម្នាក់កំពុងតែឈរសម្លឹងមកកាន់គេមែនតើមនុស្សម្នាក់នោះគឺជាអ្នកណាទៅក្រោយមកកំឡោះរបស់ជើងក៏បានឡើងទៅសម្រាកនៅក្នុងចិត្តរបស់គេរសាប់រសល់ខ្លាំងណាស់មើលទៅនៅក្នុងភូមិនេះប្រកាសជាមានអ្នកចេះអាគមខ្លាំងក្លាទើបបង្ករឿងបង្កហេតុមិនចេះចប់មិនចេះហើយដូច្នេះនៅពេលពាក់កណ្ដាលអាត្រៀតស្រាប់តែសូរយៈបានស្ដាប់ឮសំឡេងរបស់សត្វឆ្កែចចកពណ៌ខ្មៅវាចាប់ដើមជំទាវលូចេញមកពីខាងក្រៅភូមិសូរយៈបានដឹងច្បាស់ណាស់ថាថ្ងៃស្អែកនេះប្រកាសជាមានសត្វគោក្របីឬក៏សត្វអ្វីផ្សេងទៀតត្រូវស្លាប់ពិតជាមិនខានព្រោះថាបិសាចឆ្កែខ្មៅនេះកាចសាហាវខ្លាំងណាស់វាមិនមែនធម្មតានោះទេអាវុធល្មមមិនអាចធ្វើអ្វីទៅកាន់វាបានឡើយកុំថាឡើយកំភ្លើងបើសិនជាមិនបានបញ្ចុះទៅដោយអាគមនោះបាញ់ទៅលើស្បែកវាមិនមុតនោះទេកំឡោះរបស់ជើងសម្រានជប់នោះគេសម្រានមិនលក់ឡើយក្នុងចិត្តរបស់គេចេះតែព្រួយបារម្ភវេលាព្រឹកស្អែកក៏បានឈានចូលមកដល់នៅក្នុងពេលនោះសូរយៈក៏បាននិយាយទៅកាន់អមញ៉ាប់ថាអូនឯលោកអមឮថាអ្នកនៅក្នុងភូមិនេះមានអ្នកជំងឺច្រើនឥឡូវលោកអមទៅប្រាប់បងប្អូនរបស់គេ
ឲ្យយកអ្នកជំងឺដែលអ្នកបាត់បង់សតិទាំងអស់នោះធ្វើដំណើរមកផ្ទះអមមកថ្ងៃនេះខ្ញុំនឹងបានជួយព្យាបាលទៅកាន់ពួកគាត់ទាំងអស់គ្នានៅពេលនោះអមញឹបរំភើបចិត្តណាស់ដោយសារតែបានឃើញអ្នកភូមិគាត់ប្រែក្លាយទៅជាមនុស្សឈួតលប់សតិអស់ជាយូរឆ្នាំមកហើយពួកគេគ្មានសង្ឃឹមថានឹងបានជាសះស្បើយនោះទេក៏ប៉ុន្តែបន្ទាប់ពីឮសម្ដីរបស់សូរិយាក៏បានធ្វើឲ្យអមញឹបគាត់ចាប់ផ្ដើមមានសង្ឃឹមអមញឹបគាត់ក៏ចាប់ផ្ដើមលុបមុខរួចឆោយនិយាយទៅកាន់កំឡោះថាណែបើសិនជាអញ្ចឹងខ្ញុំនឹងយករឿងនេះទៅប្រាប់ដល់អ្នកភូមិហើយសូមក្មួយនៅទីកន្លែងនេះទៅអ្នកភូមិរបស់យើងប្រកាសជារំភើបចិត្តបន្តិចទៀតពួកគេនឹងធ្វើដំណើរចូលមកទីកន្លែងនេះក្រោយមកសូរិយាក៏ចាប់ផ្ដើមទៅលុបមុខលុបមាត់រីឯអមញឹបក៏ចាប់ផ្ដើមយករឿងទាំងអស់នេះទៅប្រកាសប្រាប់អ្នកភូមិគ្រប់គ្នាអ្នកណាមានបងប្អូនប្រែក្លាយទៅជាមនុស្សលប់សតិនិងអ្នកមានជំងឺចម្លែកនោះសូមនាំអ្នកទាំងអស់គ្នានោះធ្វើដំណើរទៅកាន់ផ្ទះគាត់ព្រោះថានៅក្នុងផ្ទះរបស់គាត់មានគ្រូមន្តអាគមដ៏ខ្លាំងក្លាបានធ្វើដំណើរចូលមកដល់ទីកន្លែងនេះហើយអ្នកភូមិគ្រប់គ្នាក៏ចាប់ផ្ដើមផ្អើលឆោឡោបន្ទាប់ពីដឹងថានៅក្នុងផ្ទះរបស់អមញឹបមានគ្រូមន្តអាគមធ្វើដំណើរចូលមកដល់អមញឹបបន្ទាប់ពីធ្វើដំណើរជិតដល់ចុងភូមិគាត់ក៏បានយករឿងនេះទៅប្រាប់ដល់ពលរដ្ឋផងដែរពលរដ្ឋគាត់ក៏បានសួរទៅកាន់អមញឹបថាជីអមខ្ញុំមិនធ្លាប់ឮថាអមមានបងប្អូនជាអ្នករៀនអាគមនោះទេចុះហេតុអ្វីក៏មានគ្រូអាគមធ្វើដំណើរមកផ្ទះអមដូច្នេះនៅពេលនោះអមញឹបក៏បាននិយាយថាក្មួយកាលពីម្សិលមិញជួបគ្នាចៃដន្យនៅពេលដែលអមចូលទៅកាប់អស់នៅក្នុងព្រៃជាមួយនឹងកូនអមបានជួបជាមួយនឹងបិសាចចចកពណ៌ខ្មៅមួយក្បាលមេតរបស់វាធំជាងសត្វគោអមទៅទៀតនៅពេលនោះវាបំរុងនឹងសម្លាប់អមជាមួយនឹងកូនទៅហើយតែសំណាងណាស់បានលោកគ្រូម្នាក់នោះបង្ហាញខ្លួនជួយមកដល់ខ្ញុំបើមិនចឹងទេខ្ញុំនឹងកូនប្រកាសជាស្លាប់ពិតជាមិនខានពលរដ្ឋបើកភ្នែកធំក្រោយមកគាត់បាននិយាយថានៃអមក៏ហក់ខ្ញុំទេដឹងនៅក្នុងស្រុកភូមិរបស់ជើងមិនធ្លាប់ឮថាមានពពួកចចកឯណាធំជាងសត្វគោធ្វើដំណើរចូលមនុស្សទេប្រហែលជាអមក៏ហក់ខ្ញុំលេងទេមិនដឹងពេលនោះអមញឹបគាត់ក៏ចាប់ដើមដោះអាវឲ្យពលរដ្ឋបានឃើញស្នាមរបួសស្នាមក្រញាំរបស់វានៅលើខ្លួនរបស់គាត់ភ្លាមនោះពលរដ្ឋក៏ចាប់ដើមបើកភ្នែកធំក្រោយមកគាត់ក៏បាននិយាយថាជ័យអមនេះគឺជាការពិតទេតើនេះពិតជាស្នាមក្រចកពិតប្រាកដមែនណែខ្ញុំគិតថាបើសិនជាមានរឿងដោយលោកអមបាននិយាយមែនក្នុងភូមិប្រកាសជាមានមហន្តរាយពិតជាមិនខានសត្វចចកប៉ុននេះតើវាស៊ីមនុស្សប៉ុន្មានអ្នកទើបឆ្អែតទៅអមញឹបគាត់ក៏បានតបថានឹងហើយរឿងនឹងហើយដែលខ្ញុំពិបាកចិត្តក៏ប៉ុន្តែប្រហែលជាយើងអាចពឹងពាក់ទៅកាន់លោកគ្រូកំឡោះដែលធ្វើដំណើរមកកាន់ផ្ទះខ្ញុំនោះអាចឲ្យជួយពួកយើងបានបើសិនជាគ្មានគេនោះទេក្នុងភូមិប្រកាសជាមានរឿងធំពិតជាមិនខានអមញឹបជាមួយនឹងពលរដ្ឋកំពុងតែប្រោកប្រាជ្ញគ្នាភ្លាមនោះស្រាប់តែមានលោកពូម្នាក់បានធ្វើដំណើរចូលមកទីកន្លែងនេះខណៈពេលនោះអមញឹបក៏បាននិយាយថាណែលោកប្អូនជួយផ្សព្វផ្សាយដំណឹងផងបើសិនជាអ្នកណាមានបងប្អូនឈឺថ្កាត់ឬក៏មានអាការៈចម្លែកនោះសូមនាំទៅផ្ទះរបស់ខ្ញុំទៅណែមានលោកគ្រូម្នាក់ខ្លាំងក្លាពូកែណាស់បានធ្វើដំណើរចូលមកក្នុងផ្ទះខ្ញុំគេថាចង់ជួយទៅដល់អ្នកស្រុកអ្នកភូមិជើងពេលនោះលោកពូម្នាក់នោះក៏ចាប់ដើមនិយាយថាពិតមែនទេលោកអមណែនៅក្នុងផ្ទះរបស់ខ្ញុំក៏មានអ្នកជំងឺដែរអមបានដឹងហើយគឺឪពុករបស់ខ្ញុំនោះគាត់ចេះតែខ្លាចចង្អុលឆ្វេងចង្អុលស្ដាំណែបើសិនជាអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំគាត់ធ្វើដំណើរទៅកាន់ផ្ទះអមក៏ប៉ុន្តែនៃអមអត់ទៅមើលទេអីនៅផ្ទះរបស់តាឆននោះសត្វក្របីស្លាប់2ក្បាលមិនដឹងជាសត្វអ្វីស៊ីនោះទេមើលទៅវាមិនធម្មតានោះឡើយវានោះប្រហែលជាសត្វធំវាបានអស់សត្វក្របីពីទីកន្លែងដែលតាឆនគាត់បានចងអស់ទៅស៊ីនៅខាងក្រៅផ្ទះអាណោះនៅសល់តែឆ្អឹងទេពេលនោះពលរដ្ឋជាមួយនឹងអមញឹបក៏បានសម្លឹងមុខគ្នារឿងរ៉ាវនេះគាត់ទើបតែនិយាយអំបញ្ញមិញ
អំញឹបបាននិយាយថាណែលោកក្មួយខ្ញុំបានជួបជាមួយនឹងបីស្នាឆ្កែចចកនៅក្នុងព្រៃណែនៅលើខ្លួនរបស់ខ្ញុំនេះសត្វតែស្នាមក្រញាំរបស់វាម្សិលមិញនេះគឺបានលោកគ្រូម្នាក់ដែលបានធ្វើដំណើរមកជាមួយខ្ញុំនោះបានជួយជីវិតខ្ញុំបើមិនអញ្ចឹងទេខ្ញុំពិតជាស្លាប់ណែឥឡូវនេះលោកក្មួយឯងប្រញាប់ទៅផ្ទះទៅរួចឆាយនាំឪពុករបស់លោកក្មួយធ្វើដំណើរទៅកាន់ផ្ទះខ្ញុំហើយខ្ញុំទៅមើលផ្ទះរបស់តាឆនមួយផ្លែនពេលនោះអំញឹបក៏បាននិយាយថាតោះរត់ទៅមើលជាមួយនឹងគ្នាដែរអត់ពលរដ្ឋក៏បានតបថាឈប់សិនឈប់សិនខ្ញុំពាក់អាវសិនក្រោយមកពលរដ្ឋក៏បានទាញអាវសោករួចឆាយគាត់ក៏បានធ្វើដំណើរជាមួយនឹងអំញឹបសំដៅទៅកាន់ផ្ទះតាឆនទៅបន្ទាប់ពីពួកគាត់ទាំងពីរនាក់បានធ្វើដំណើរចូលទៅដល់បានឃើញថានៅទីកន្លែងនោះមានអ្នកភូមិជាច្រើនកំពុងតែឈរព័ទ្ធជុំវិញគ្រោងឆ្អឹងរបស់សត្វក្របីស្នាមអស់សត្វក្របីចេញពីទីកន្លែងដែលគេបានចងនោះគឺឆ្ងាយណាស់វាសម្លាប់សត្វក្របីហើយអស់យកទៅស៊ីនៅខាងក្រៅផ្ទះបន្ទាប់ពីគាត់ចូលទៅដល់បានឃើញថាតាឆននិងប្រពន្ធកូនបានត្រឹមតែអង្គុយស្រែកយំដោយសារតែពួកគាត់ក្រខ្លាំងណាស់មានតែសត្វក្របីមួយនឹមនេះហើយស៊ីឈ្នួលភ្ជួរដីដើម្បីប្រាក់កម្រៃក៏ប៉ុន្តែពេលនេះសត្វក្របីក៏បានស្លាប់បាត់បង់ជីវិតតើគាត់ពឹងផ្អែកទៅលើអ្វីទៀតទៅនៅពេលនោះអ្នកភូមិម្នាក់ក៏បាននិយាយរៀបរាប់អ្នកខ្លះក៏សន្និដ្ឋានថាអញ្ចេះចំណែកឯអ្នកខ្លះទៀតក៏សន្និដ្ឋានថាអញ្ចោះអ្នកខ្លះក៏ថាព្រៃខ្លះចេញពីក្នុងព្រៃចូលមកក្នុងភូមិអ្នកខ្លះទៀតក៏ថាមានពពួកខ្មោចព្រាយបិសាចឬក៏ធ្មប់អាមបន្ទាប់ពីស្ដាប់ការរៀបរាប់របស់អ្នកភូមិរួចហើយនៅពេលនោះអំញឹបបាននិយាយថាណែអ្នកទាំងអស់គ្នាខ្ញុំដឹងច្បាស់ណាស់សត្វក្របីរបស់តាឆននេះគឺវាស្លាប់ដោយសារតែសត្វឆ្កែចចកពណ៌ខ្មៅមួយក្បាលកាលពីម្សិលមិញនេះខ្ញុំក៏បានជួបជាមួយនឹងវាដែរអ្នកភូមិបន្ទាប់ពីឮសម្ដីអំញឹបនិយាយពួកគេក៏បានសម្លឹងទៅកាន់មុខអំញឹបរួចឆាយពួកគេនាំគ្នាសើចលោកពូម្នាក់បាននិយាយថាអមម៉យតើសត្វឆ្កែចចកមួយក្បាលធ្វើយ៉ាងម៉េចនឹងអាចស៊ីក្របីអស់ពីក្បាលទៅណែហើយវាធ្វើយ៉ាងម៉េចនឹងអស់សត្វក្របីយកមកស៊ីកើតអំចេះតែនិយាយតែម្ដងនៅពេលនោះអំញឹបក៏បាននិយាយថាជឿខ្ញុំទៅអ្នកទាំងអស់គ្នាកាលពីម្សិលមិញនេះខ្ញុំបានជួបច្បាស់ណាស់នេះនៅលើខ្លួនរបស់ខ្ញុំនិងលើខ្លួនរបស់កូនប្រុសខ្ញុំសុទ្ធតែស្នាមសត្វនោះវាបានធ្វើបាបមកកាន់ខ្ញុំប៊ីនឹងស្លាប់ទៅហើយតែបានលោកគ្រូម្នាក់ខ្លាំងក្លាពូកែបានជួយមកដល់អាយុជីវិតរបស់ខ្ញុំណែឥឡូវនេះគាត់នៅក្នុងផ្ទះខ្ញុំឯណោះអ្នកទាំងអស់គ្នាបើសិនជាមានអ្នកណាមានជំងឺឈឺថ្កាត់ចម្លែកសូមនាំបងប្អូនធ្វើដំណើរទៅកាន់ផ្ទះរបស់ខ្ញុំទៅថ្ងៃនេះលោកគ្រូនឹងព្យាបាលមិនគិតលុយកាក់នោះទេពេលនោះសម្ដីរបស់អំញឹបក៏បានធ្វើឲ្យអ្នកភូមិចាប់ដើមរៀងភ្ញាក់ខ្លួនបន្តិចក្រោយមកពួកគាត់ក៏បាននិយាយថានឹងហើយឥឡូវយើងជួយកប់សាកសពរបស់សត្វក្របីនេះទៅណែពួកយើងប្រញាប់យកអ្នកជំងឺធ្វើដំណើរទៅកាន់ផ្ទះរបស់អំញឹបទៅលើថាមានគ្រូខ្លាំងពូកែគេបានចូលមកក្រោយមកអ្នកភូមិទាំងអស់គ្នាក៏ចាប់ដើមជួយគ្នាមួយដៃមួយជើងកប់សាកសពសត្វក្របីមួយនឹមនោះទៅបន្ទាប់ពីនោះទៅអ្នកទាំងអស់គ្នាក៏ចាប់ដើមទៅយកអ្នកជំងឺទាំងអស់ធ្វើដំណើរសំដៅទៅកាន់ផ្ទះរបស់អំញឹបពួកគេខ្លះចេះតែមានអារម្មណ៍ភ័យខ្លាចខ្លះទៀតលបសតិប្រែខ្លាចទៅជាមនុស្សឈួតបាត់បង់ស្មារតីចំណែកឯខ្លះទៀតចេះតែបន្លាចទៅកាន់សាច់ញាតិនៅពេលអ្នកជំងឺធ្វើដំណើរចូលទៅដល់ក្នុងផ្ទះរបស់អំញឹបកំឡោះរបស់ជើងក៏បានអង្គុយនៅលើគ្រែរង់ចាំពួកគាត់បន្ទាប់ពីបានឃើញអ្នកទាំងអស់គ្នាចូលទៅដល់កំឡោះរបស់ជើងក៏បានចេញទៅសំពះជំរាបសួរពេលនោះសូរិយៈបាននិយាយថាអ្នកភូមិទាំងអស់គ្នានេះមិនទេសត្វតែជាអ្នកជំងឺក្រោយមកពួកគេក៏បានងក់ក្បាលគេក៏បាននិយាយថាណែលោកគ្រូមែនហើយពួកគាត់ឈឺអរិយៈពេលជាច្រើនឆ្នាំមកហើយតែសត្វតែជាមនុស្សប្រុសគ្មានមនុស្សស្រីម្នាក់នោះទេកាលពីមុនពួកគាត់ល្អជាងណាស់ពួកគាត់សត្វតែជាមនុស្សល្អក៏ប៉ុន្តែលើប្រែคล้ายទៅជាមនុស្សឈួតលបសតិដូចនេះទៅវិញមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះពួកគាត់នោះទេក្រោយមកសូរិយៈក៏ចាប់ដើមទៅពិនិត្យមើលពួកគេទាំងអស់គ្នានោះ
ក៏ប៉ុន្តែមនុស្សមួយចំនួនដែលបានធ្វើមុខធ្វើមាត់កំឡាញ់ទៅកាន់សាច់ញាតិគ្រាន់តែបានឃើញនាយពេជ្រសូរិយៈភ្លាមពួកគេហាក់ដូចជាមានអារម្មណ៍ភិតភ័យមិនហ៊ានកំឡាញ់ទៅកាន់នាយពេជ្រសូរិយៈនោះទេនៅពេលនោះសូរិយៈក៏បាននិយាយថាអ្នកទាំងអស់គ្នាឥឡូវសូមយកខ្សែចងទៅកាន់ពួកគាត់ទៅអ្នកទាំងអស់គ្នាត្រូវនៅទីកន្លែងនេះបន្តិចទៀតខ្ញុំនឹងធ្វើពិធីដើម្បីបណ្ដេញខ្មោចព្រាយបិសាចចេញពីខ្លួនរបស់ពួកគាត់មនុស្សមួយចំនួនមានខ្មោចព្រាយចូលសន្ធិដ្ឋចំណែកឯមួយចំនួនទៀតប្រែคล้ายទៅជាមនុស្សលបសតិដោយសារតែភាពភ័យខ្លាចប្រហែលជាពួកគាត់ត្រូវខ្មោចព្រាយបន្លាចទើបពួកគាត់ប្រែคล้ายទៅជាដូច្នេះឥឡូវនាំគាត់ទៅក្បែរផ្ទះរបស់លោកអ៊ំញ៉ាប់ទៅអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមនាំអ្នកជំងឺទាំងអស់ទៅក្បែរពាងទឹករបស់អ៊ំញ៉ាប់រួចឆាយពួកគេក៏ចាប់ផ្ដើមចងអ្នកជំងឺទាំងអស់នោះភ្លាមនោះកំឡោះរបស់ជើងក៏ចាប់ផ្ដើមដុសទឹកមួយផ្ដិលខាត់ធំក្រោយមកគេក៏ចាប់ផ្ដើមសូត្រអាគមសម្រក់ទៀនចូលទៅក្នុងនោះមិនត្រឹមតែប៉ុណ្ណោះនាយសូរិយៈក៏ចាប់ផ្ដើមយកចែកកាច់ភ្លុកដំរីដែលមានអានុភាពខ្លាំងក្លាពូកែយកទៅត្រាំនៅក្នុងទឹកនោះផងដែរពេជ្រសូរិយៈក៏ចាប់ផ្ដើមយកផ្ដិលមួយទៀតរួចឆាយកូរទឹកថ្នាំដែលមានពណ៌ខ្មៅមិនដឹងថាគេលេងអ្វីខ្លះនោះទេក្រោយមកសូរិយៈក៏ចាប់ផ្ដើមយកទៅបញ្ច្រកចូលទៅក្នុងមាត់អ្នកជំងឺទាំងអស់គ្នានោះបន្ទាប់ពីបញ្ច្រកទឹកថ្នាំហើយគេក៏ចាប់ផ្ដើមវិញខ្សែអំបោះរួចឆាយជ្រក់ចូលទៅក្នុងទឹកផ្តិលកំឡោះម្នាក់នេះក៏ចាប់ផ្ដើមយកខ្សែអំបោះទៅចងនៅលើកអ្នកជំងឺទាំងអស់ពួកគេទាំងអស់គ្នានេះមានចំនួនប្រហែលជាជាង20នាក់បន្ទាប់ពីនោះទៅសូរិយៈបាននិយាយទៅកាន់សាច់ញាតិអ្នកជំងឺថាណែអ្នកទាំងអស់គ្នាបន្តិចទៀតជួយចាប់ពួកគាត់ផងបន្ទាប់ពីខ្ញុំដាក់អាគមបណ្ដេញខ្មោចព្រាយបិសាចពួកគេប្រកាសជាប្រកាច់ប្រកិនពិតជាមិនខានចាប់ពួកគេជាប់ក្រោយមកអ្នកភូមិក៏បានតបថាគ្មានបញ្ហាអ្វីនោះទេលោកគ្រូមិនអីទេលោកគ្រូធ្វើពិធីចោះបន្ទាប់ពីនោះទៅកំឡោះរបស់ជើងក៏ចាប់ផ្ដើមយកទឹកមុនជះទៅលើខ្លួនអ្នកជំងឺទាំងអស់នោះហើយគេក៏ចាប់ផ្ដើមឲ្យធូប7សរសៃរួចឆាយប្រណំដៃសូត្រស្នាប់នៃមន្តអាគមគាថាភ្លាមនោះស្រាប់តែអ្នកជំងឺដែលមានខ្មោចចូលសន្ធិដ្ឋក៏ចាប់ផ្ដើមប្រកាច់ប្រកិនស្រែករនាលពេញដីបងប្អូនអ្នកជំងឺទាំងអស់ក៏ចាប់ផ្ដើមស្រវាចាប់ក៏ប៉ុន្តែច្រើនអ្នកចាប់សឹងតែមិនជាប់ដោយសារតែពួកគេមានអំណាចខ្មោចព្រាយនៅក្នុងខ្លួនទើបពួកគេមានកម្លាំងខ្លាំងក្លាដូច្នេះបន្តិចក្រោយមកបន្ទាប់ពីស្រែកអស់មួយសន្ទុះពួកគេក៏ចាប់ផ្ដើមមានផ្សែងខ្មៅជាច្រើនហើយចេញមកពីក្នុងមាត់ចំណែកឯមុខរបស់គេក៏ចាប់ផ្ដើមឡើងសរសៃក្រហមត្រឹមតែមួយសន្ទុះផ្សែងខ្មៅនោះក៏បានហុយចេញមកអស់ពពួកវិញ្ញាណបានប៉ះជាមួយនឹងពន្លឺព្រះអាទិត្យមួយយ៉ាងទៀតដោយសារតែអាគមរបស់សូរិយៈបានគ្របសង្កត់ផងនោះវិញ្ញាណទាំងអស់ក៏ចាប់ដើមរលាយសាបសូន្យទៅគ្រាន់តែពពួកវិញ្ញាណបានចេញទៅអស់ពួកគេក៏ចាប់ដើមដេកដួលនៅលើដីសន្លប់គ្មានដឹងខ្លួនបន្ទាប់ពីនោះទៅកំឡោះសូរិយៈក៏ចាប់ដើមព្យាបាលទៅកាន់អ្នកជំងឺដែលមានអាការៈភ័យខ្លាចដោយសារតែពួកគេត្រូវពពួកខ្មោចព្រាយកាចមានមុខអាក្រក់បន្លាចធ្វើឲ្យគេលុះព្រលឹងនោះឯងនៅពេលនោះកំឡោះសូរិយៈក៏ចាប់ដើមយកកំបោរសដាក់ចូលទៅក្នុងត្រឡោកមួយរួចឆាយបោកឲ្យខ្ទេចបន្ទាប់ពីនោះទៅគេក៏ចាប់ដើមលាយទឹកតិចកំឡោះសូរិយៈក៏ចាប់ដើមយកធូប7សរសៃទៅសូត្រផ្លុំគាថាកោនៅលើកំបោរនោះគេព្យាយាមសូត្រអាគមខ្លាំងណាស់នៅក្នុងពេលនោះគេហាក់ដូចជាធ្វើពិធីមួយហៅទៅកាន់វិញ្ញាណឬក៏ដួងព្រលឹងដែលខ្មែរយើងតែងតែនិយាយថាមនុស្សលួសព្រលឹងខ្លាចទៅជាមនុស្សឈួតឬក៏រុះសក់រហូតដល់ស្លាប់នោះឯងនៅពេលនោះបន្ទាប់ពីធ្វើពិធីរួចកំឡោះរបស់ជើងក៏ចាប់ដើមយកកំបោរសទៅគូសលើថ្ងាសរបស់អ្នកជំងឺទាំងអស់បន្ទាប់ពីគូសរួចគេក៏ចាប់ដើមសូត្រសែបនៅមន្តអាគមគាថាភ្លាមនោះកំបោរក៏ចាប់ដើមប្រែជាមានពន្លឺព្រាលក្រហមតិចមួយយ៉ាងទៀតខ្សែអំបោះអាគមនៅលើកក៏ចាប់ដើមមានពន្លឺផងដែរបន្តិចក្រោយមកស្រាប់តែពួកគេក៏ចាប់ដើមមានអារម្មណ៍ថាដូចជាមានសតិដឹងឡើងមកវិញបន្តិចម្ដង
ភាពភ័យខ្លាចរបស់គេក៏ត្រូវបានលុបបំបាត់ដោយសារតែអាគមនៅក្នុងកំបោរដែលកំឡោះរបស់ជើងយកទៅគូសញ្ញាខ្វែងនៅលើចិញ្ចើមរបស់គេនោះឯងដូច្នេះហើយចាស់មួយចំនួននៅពេលដែលមានអ្នកសម្រាកូនពួកគាត់តែងតែយកខ្ជុងឬក៏កំបោរយកទៅគូសញ្ញាខ្វែងតាមចិញ្ចៀងឬក៏តាមជើងសសរនឹងឯងមើលទៅប្រហែលជាពួកគាត់ធ្លាប់បានឮសាច់រឿងពីដើមដែលគេធ្វើដូច្នេះដើម្បីការពារពពួកខ្មោចព្រាយបិសាចកុំឲ្យមកលងបន្លាចឬក៏ធ្វើឲ្យកូនក្មេងវាភ្ញាក់ផ្អើលនឹងស្រែកយំនឹងឯងមួយសន្ទុះក្រោយមកអ្នកភ័យខ្លាចទាំងអស់ក៏ចាប់ផ្ដើមដឹងខ្លួនមានសតិមកវិញបន្ទាប់ពីដឹងខ្លួនគេបានសម្លឹងទៅកាន់ខ្លួនឯងស្លៀកសម្លៀកបំពាក់ដាច់រហែកប្រឡាក់ពោពេញទៅដោយធូលីដីភ្លាមនោះពួកគាត់មានអារម្មណ៍ថាខ្មាស់អៀនទៅកាន់អ្នកភូមិណាស់នៅពេលដែលគាត់ជាមនុស្សលប់បាត់បង់សតិនោះគាត់គ្មានអារម្មណ៍អៀនខ្មាស់នោះទេក៏ប៉ុន្តែពេលគាត់ប្រែក្លាយទៅជាមនុស្សល្អជាវិញគាត់ប្រកាសជាមានអារម្មណ៍អៀនខ្មាស់ទៅកាន់អ្នកភូមិអញ្ចឹងហើយនៅពេលនោះពួកគាត់ក៏ចាប់ដើមសុំក្រមាអ្នកភូមិយកទៅគ្របដណ្ដប់លើខ្លួនរបស់គាត់អ្នកភូមិគ្រប់គ្នាក៏ចាប់ដើមញញឹមញញែមបន្ទាប់ពីបានឃើញអ្នកជំងឺឈឺរាប់ឆ្នាំបែរជាមកជាសះស្បើយដោយសារតែលោកគ្រូកំឡោះម្នាក់នេះទាំងអ្នកជំងឺទាំងសាច់ញាតិអ្នកជំងឺក៏ចាប់ដើមរំភើបចិត្តរហូតដល់អួលដើមកនិយាយអ្វីក៏និយាយមិនចេញពួកគាត់បានត្រឹមតែលុតជង្គង់រួចឆោយសំពះអរគុណទៅកាន់កំឡោះសូរិយៈតែប៉ុណ្ណោះសូរិយៈបន្ទាប់ពីឃើញអ្នកភូមិទាំងចាស់ទាំងក្មេងក្រាបសំពះទៅកាន់គេដូច្នោះគេបាននិយាយឡើងថាអ្នកទាំងអស់គ្នាក្រោកឡើងកុំក្រាបសំពះដូច្នេះមិនអីនោះទេធម្មតាតួនាទីគ្រូពេទ្យត្រូវតែជួយព្យាបាលទៅកាន់មនុស្សអញ្ចឹងឯងអាយុជីវិតមនុស្សថ្លៃណាស់មិនមែនសំខាន់ទៅលើលុយកាក់នោះទេអ្នកភូមិទាំងអស់គ្នារំភើបចិត្តខ្លាំងណាស់ទោះជាចង់និយាយអ្វីក៏និយាយមិនចេញនៅពេលនោះអំញាប់បាននិយាយថាឃើញទេអ្នកភូមិទាំងអស់គ្នាឥឡូវនេះអ្នកដែលឈឺទាំងអស់បានជាសះស្បើយហើយលោកគ្រូម្នាក់នេះពិតជាខ្លាំងដោយខ្ញុំនិយាយដែរឬអត់នៅក្នុងភូមិយើងប្រកាសជាសោកសានបើសិនជាគាត់នៅទីកន្លែងនេះបន្តទៀតតែពេលនោះពលរដ្ឋបាននិយាយថាអូនឯលោកគ្រូតើខ្ញុំអាចពឹងពាក់រឿងមួយបានដែរឬទេពេលនោះកំឡោះសូរិយៈក៏បានសួរទៅកាន់ពលរដ្ឋថាតើលោកពូមានរឿងអ្វីទៅលោកពូនិយាយមកអ្នកភូមិគ្រប់គ្នាក៏ចាប់ដើមសម្លឹងមុខគ្នាហើយគាត់ក៏បាននិយាយទៅកាន់កំឡោះសូរិយៈណែលោកគ្រូណែកាលពីព្រឹកមិញនេះមានសត្វក្របី2ក្បាលបានស្លាប់ដោយសារតែសត្វឆ្កែបិសាចចកខ្មៅឥឡូវនេះពួកខ្ញុំចង់ពឹងពាក់លោកគ្រូឲ្យជួយកម្ចាត់វាផងតើលោកគ្រូអាចជួយពួកខ្ញុំបានដែរឬអត់នៅពេលនោះកំឡោះសូរិយៈក៏បានតបថាមិនអីទេអ្នកភូមិទាំងអស់គ្នាខ្ញុំធ្វើដំណើរមកកាន់ទីកន្លែងនេះគឺដើម្បីជួយទៅកាន់អ្នកទាំងអស់គ្នានឹងហើយរឿងទាំងអស់នេះខ្ញុំនឹងអាចធ្វើបានឥឡូវអ្នកទាំងអស់គ្នាទៅរៀបចំខ្លួនមួយទឹកឲ្យស្អាតបាតទៅនៅក្នុងជប់នេះយកសត្វក្របីមួយក្បាលរួចហើយយកឈាមស្រស់ជះទៅលើខ្លួនរបស់វាបន្ទាប់ពីដល់ពេលជប់ត្រូវតែយកសត្វក្របីនោះទៅចងនៅខាងក្រោយផ្ទះរឿងផ្សេងទៀតទុកឲ្យខ្ញុំជាអ្នកចាត់ចែងអ្នកទាំងអស់គ្នាទៅលាក់ខ្លួនក្បែរនោះចាំមើលចោះបន្ទាប់ពីនោះទៅអ្នកភូមិរំភើបចិត្តម្ដងទៀតពួកគាត់បានលើកដៃសំពះសារជាថ្មីម្នាក់ចេញពីផ្ទះរបស់អំញាប់ទៅពួកគេសុទ្ធតែហូតទឹកភ្នែកគ្មាននរណាម្នាក់ដែលថាមិនហូតទឹកភ្នែកនោះទេសរសើរទៅកាន់ចិត្តរបស់លោកគ្រូកំឡោះម្នាក់នេះព្យាបាលជំងឺខ្លាំងពូកែគ្មានត្រូវការលុយកាក់គាត់នេះពិតជាទេវតាចុះមកចាប់ជាតិជួយទៅកាន់អ្នកស្រុកអ្នកភូមិពិតមែនហើយក្រោយមកអ្នកភូមិដែលមិនបានធ្វើដំណើរទៅកាន់ផ្ទះរបស់អំញាប់ពួកគេស្ដាយខ្លាំងណាស់ដែលមិនបានឃើញលោកគ្រូម្នាក់នេះប្រើមន្តអាគមព្យាបាលទៅកាន់អ្នកដែលមានជំងឺចម្លែកនិងឈួតលប់សតិទាំងអស់នោះក្រោយមកអ្នកដែលបានឈួតបានជាសះស្បើយពួកគេក៏បានដើរសួរសុខទុក្ខសាច់ញាតិរបស់ខ្លួនពួកគេរំភើបចិត្តណាស់បានស្ទុះទៅអោបគ្នានិយាយរៀបរាប់អ្នកខ្លះក៏យំអ្នកខ្លះក៏ស្រែកគេមិននឹកស្មានថាជំងឺមួយនេះអាចព្យាបាលបានជាសះស្បើយនោះទេលោកគ្រូម្នាក់នេះពិតជាមនុស្សទេពិតមែន
ឥឡូវយើងត្រឡប់ទៅនិយាយពីផ្ទះរបស់តាធុវិញម្ដងនៅពេលដែលលោកគ្រូសូរិយាបានព្យាបាលទៅកាន់អ្នកស្រុកអ្នកភូមិបានជាសះស្បើយពេលនោះនៅលើអាសនៈរបស់គាត់ក៏ចាប់ដើមមានភ្លើងឆេះសន្ធោសន្ធៅតែម្ដងភ្លាមនោះតាធុក៏បានស្ទុះឡើងទៅលើផ្ទះដោយសារតែគាត់បានដឹងថាមានភ្លើងឆេះនៅលើអាសនៈតាមពិតទៅនេះគឺជាអាការៈចាញ់អាគមអ្នកដទៃនៅពេលណាដែលចាញ់អាគមបើសិនជាមិនគ្រោះថ្នាក់ទៅដល់ខ្លួនប្រកាសជាឆេះអាសនៈឬក៏ឆេះទីកន្លែងសម្រាប់បូជាផ្សេងទៀតពេលនោះតាធុបើកភ្នែកធំក្រោយមកគាត់បាននិយាយថារឿងរ៉ាវនេះតើកើតឡើងដោយសារអ្វីទៅឬមួយក៏អាគ្រូមន្តអាគមកាលពីម្សិលមិញនេះវាបានជួយទៅកាន់អ្នកភូមិបានជាសះស្បើយអស់ទៅហើយក្រោយមកតាធុក៏ចាប់ដើមពន្លត់ភ្លើងនៅលើអាសនៈរបស់គាត់ភ្លាមនោះគាត់ក្តៅស្លឹកត្រចៀកងើងគាត់បាននិយាយទៅកាន់កូនប្រុសថាណែធួនកូននៅចាំផ្ទះពុកធ្វើដំណើរទៅទីកន្លែងមួយផ្លែនក្រោយមកតាធុក៏បានដើរសម្ដៅទៅកាន់ផ្ទះរបស់អ៊ំញឹមបន្ទាប់ពីគាត់ទៅដល់គាត់បានឃើញថាអ្នកភូមិមួយចំនួនដែលមានអាការៈឈឺថ្កាត់នោះកំពុងតែធ្វើដំណើរចេញពីផ្ទះរបស់អ៊ំញឹមបន្តគ្នាពួកគេបានជាសះស្បើយអស់រលីងអញ្ចឹងទេតាបានជាអាសនៈរបស់គាត់ត្រូវឆេះសន្ធោសន្ធៅដោយសារតែគាត់ចាញ់អាគមគេនឹងឯងតាធុបានសម្លឹងទៅកាន់មុខអ្នកកំឡោះនោះក្រោយមកគាត់បាននិយាយថាឯងនេះពិតជាចង្រៃមែនឯងជាអ្នកមករញ៉េរញ៉ៃទីកន្លែងជើងមុនផ្លូវល្អមានច្រើនណាស់ឯងមិនដើរតែបែរជាដើរមករកផ្លូវស្លាប់បន្តិចទៀតយើងនឹងឲ្យឯងស្លាប់នៅទីកន្លែងនេះដោយគ្មានដីកប់គ្រូក្មេងដូចជាឯងនេះតើមានអំណាចមន្តអាគមអ្វីមកតបតល់ជាមួយនឹងធ្មប់លាក់មុខដូចយើងដែលហាត់រៀនអាគមអស់រាប់សិបឆ្នាំនេះចាំមើលតើឯងខ្លាំងដល់ពេលណាទៀតក៏ប៉ុន្តែមើលទៅតាធុគាត់មិនដឹងថាគាត់កំពុងតែបង្កចំនួនជាមួយនឹងខ្សែស្រឡាយរបស់លោកគ្រូពេជ្រស្ដេចថ្នាំនោះទេបើសិននិយាយឈ្មោះពីលោកគ្រូពេជ្រស្ដេចថ្នាំតាធុគាត់ប្រកាសជាស្គាល់ដោយសារតែគាត់គឺជាអ្នកហាត់រៀនមន្តអាគមម្នាក់មួយដែរតាធុបានទៅលបមើលសម្លឹងទៅកាន់អ៊ំញឹបនិងអ្នកភូមិព្រមទាំងកំឡោះសូរិយៈសោយសប្បាយជាមួយនឹងគ្នាក្រោយមកគាត់ក៏បានធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះសប្បាយគាត់វិញទៅកូនប្រុសរបស់គាត់បន្ទាប់ពីឃើញឪពុកក្តៅក្រហាយដូច្នោះគេក៏បានសួរថាលោកពុកតើមានរឿងអ្វីទៅមើលទៅទឹកមុខពុកមើលទៅដូចជាមិនសប្បាយចិត្តសោះពេលនោះតាធុក៏បានឆ្លើយតបទៅកាន់កូនប្រុសថាកូនប្រុសឯងត្រៀមខ្លួនទៅនៅពេលនេះយើងមានសត្រូវខ្លាំងក្លាម្នាក់ហើយជើងត្រូវតែកម្ចាត់វាចោលបើសិនជាមិនអញ្ចឹងទេភូមិនេះប្រកាសជាលែងនៅក្នុងកណ្ដាប់ដៃរបស់យើងទៀតហើយបើសិនជាអ្នកភូមិលែងនៅក្នុងកណ្ដាប់ដៃយើងមុខរបររបស់យើងនេះប្រកាសជាធ្លាក់ដុនដាបពិតជាមិនខានសពថ្ងៃនេះយើងបញ្ចោះឆ្អឹងខ្មោចចូលទៅក្នុងរូបចម្លាក់និងប្រើអាគមអំពើអំពាន់ទើបអ្នកភូមិគេមកទិញរូបចម្លាក់យើងគ្រប់គ្នាប៉ុន្តែបើសិនជាមានគ្រូនេះនៅក្នុងភូមិមួយនេះបន្តទៀតជើងប្រកាសជាបរាជ័យរកស៊ីអ្វីក៏មិនកើតដែរនេធួនបន្តពីស្ដាប់សម្ដីរបស់ឪពុកគេហើយគេបានញញឹមធួនបាននិយាយឡើងថាលោកពុកត្រឹមតែគ្រូអាគមកំពៃកំប៉ុកនៅក្មេងដូចនេះលោកពុកមិនចាំបាច់ពិបាកចិត្តនោះទេរឿងនេះtôiខ្ញុំជាអ្នកចាត់ការក៏បានដែរតែពេលនោះតាធួបានសម្លឹងទៅកាន់មកកូនរបស់គាត់ហើយគាត់និយាយសម្លុតខ្លាំងថាណែធួនឯងនេះពិតជាមិនដឹងខ្យល់មែនឯងមិនដឹងទេថាគេនោះបានព្យាបាលទៅកាន់អ្នកជំងឺនិងអ្នកត្រូវអំពើអំព័ន្ធរបស់យើងជាអត់ទៅហើយឯងគិតថាគេនោះគឺជាមនុស្សកំពៃកំប៉ុកមែនឬទេបើសិនជាគេជាគ្រូមន្តអាគមធម្មតាគេមិនមែនមានសមត្ថភាពព្យាបាលទៅកាន់អ្នកភូមិនេះបានជាសះស្បើយឡើយឯងក៏មើលងាយសត្រូវពេកសត្រូវនៅក្បែរខ្លួនត្រូវតែមានការប្រុងប្រយ័ត្នធួនក៏បានទម្លាក់សម្ភារៈចោះរួចឆោយក្រោកឈរទាំងមានអារម្មណ៍ភិតភ័យគេបានសួរបញ្ជាក់ទៅកាន់ឪពុកថាម៉េចពុកអ្នកជំងឺនៅក្នុងភូមិទាំងអស់នេះគេបានព្យាបាលជាសះស្បើយអស់ហើយមិនធម្មតាទេហេតុអ្វីក៏គេមានមន្តអាគមខ្លាំងម្ល៉េះ
គេមើលទៅប្រហែលជាអាយុមិនចាស់ជាខ្ញុំប៉ុន្មាននោះទេលោកពុករបស់គេបានងក់ក្បាលក្រោយមកក៏បាននិយាយថាដូច្នេះហើយទើបយើងមិនឲ្យឯងប្រមាថមើលទៅគេមិននឹងមានប្រវត្តិចេញពីទីកន្លែងណាឲ្យពិតប្រាកដនោះឡើយគេជាកូនរបស់អ្នកណាជាសិស្សរបស់អ្នកណាហើយគេមានស្រុកភូមិនៅទីកន្លែងណាក៏យើងមិនដឹងដូច្នេះហើយគេនៅទីកន្លែងងងឹតយើងនៅទីកន្លែងភ្លឺយើងគួរតែប្រុងប្រយ័ត្នបន្តិចក្រោយពីនិយាយរួចតាធួបានឡើងទៅលើផ្ទះរួចហើយរៀបចំគ្រឿងដង្វាយនិងអាសនៈរបស់គាត់ក៏ចាប់ដើមយកកូនព្រៃមួយក្បាលដែលគាត់បានរោលឲ្យក្រៀមនោះរួចហើយបន្តឈាមទៅលើខ្លួនរបស់វាបន្ទាប់ពីនោះទៅគាត់ក៏ចាប់ដើមដាក់អាគមទៅលើកូនព្រៃនោះបន្ទាប់ពីសូត្រអាគមដាស់រួចកូនព្រៃក៏ចាប់ដើមមានចលនាឲ្យរវើកភ្លាមនោះគាត់ក៏បាននិយាយថាណែកូនព្រាយយើងមានរឿងចង់ប្រើប្រាស់ទៅកាន់ឯងយប់នេះឯងត្រូវទៅស៊ើបការគ្រប់ទីកន្លែងបើសិនជាមានរឿងអ្វីមិនស្រួលឯងប្រញាប់មកប្រាប់យើងឲ្យបានដឹងឯងឮឬទេពេលនោះកូនព្រាយក៏បានឆ្លើយតបថាបាទលោកម្ចាស់មិនអីនោះទេចាំខ្ញុំយកដំណឹងទាំងឡាយមកប្រាប់ទៅកាន់លោកម្ចាស់ចំណែកឯវេលាពេលយប់ក៏បានឈានចូលមកដល់នៅក្នុងពេលនោះអ្នកភូមិក៏ចាប់ផ្ដើមយកសត្វក្របីមួយក្បាលរួចហើយយកឈាមស្រស់ទៅជះលើខ្លួនរបស់វាអ្នកភូមិបានយកសត្វក្របីនោះទៅចងនៅខាងក្រោយផ្ទះបន្ទាប់ពីនោះទៅពួកគាត់ក៏ចាប់ផ្ដើមលាក់ខ្លួនចំណែកឯកំឡោះរបស់ជើងក៏ចាប់ផ្ដើមដាក់អាគមទៅដាក់សត្វក្របីមួយក្បាលឲ្យទៅឈរនៅក្បែរនោះផងដែរបន្ទាប់ពីនោះទៅគេក៏បានកាន់កាំភ្លើងមួយដើមទៅលាក់ខ្លួនពូននៅក្បែរនោះពេលលាពេលយប់សត្វឆ្កែចចកក៏ចាប់ដើមស្រែកលូឲ្យត្រហឹងក្រោយមកឆ្កែចចកក៏ចាប់ដើមធ្វើដំណើរទៅស្រង់ក្លិនបន្ទាប់ពីវាទៅក្រោមខ្យល់វាបានដឹងថាធំចំហាយឈាមជះចេញមកពីទីកន្លែងនៅខាងក្រោយផ្ទះអ្នកភូមិចចកនោះសប្បាយចិត្តណាស់វាប្រកាសជាបានឆ្ងាញ់មាត់ទៀតហើយរីឯកូនព្រាយបន្ទាប់ពីទទួលដំណឹងថាអ្នកភូមិកំពុងតែរៀបចំគម្រោងអ្វីម្យ៉ាងហាក់ដូចជាចាំកំចាត់ទៅកាន់ព្រៃបេសាចកូនព្រាយក៏ចាប់ដើមយកដំណឹងនេះទៅប្រាប់ដល់លោកគ្រូធួបានដឹងហើយក៏ចាប់ដើមធ្វើដំណើរចេញពីផ្ទះសបាយរបស់គាត់សំដៅទៅលាក់ខ្លួនពួនក្បែរនោះរងចាំមើលអ្នកកំឡោះចាត់ការទៅកាន់ពពួកខ្មោចព្រៃបេសាចយ៉ាងម៉េចសត្វឆ្កែចចកបន្ទាប់ពីវាមកដល់វាស្រង់ដឹងក្លិនថាទីកន្លែងនេះមិនមែនមានត្រឹមតែសត្វក្របីនោះទេក៏ប៉ុន្តែក៏មានមនុស្សផងដែរមុនដំបូងវារារែចិនក៏ប៉ុន្តែក្រោយពីគិតមួយសន្ទុះវាដឹងថាទោះបីជាមានមនុស្សក៏មិនអាចទប់ទល់ជាមួយនឹងវាបានដែរក្របកំភ្លើងអាវុធមិនអាចធ្វើអ្វីវាបាននោះទេមនុស្សចូលមកវាប្រកាសជាស៊ីទាំងមនុស្សពិតជាមិនខាននោះទេសត្វចចកក៏ចាប់ដើមរត់សំដៅទៅរកសត្វក្របីទាំងពីរក្បាលនោះក៏ប៉ុន្តែក្របីមួយគឺជាក្របីពិតប្រាកដតែក្របីមួយទៀតគឺជាក្របីអាគមដែលបានប្រសិទ្ធិដាស់ឡើងដោយកំឡោះសង្ហាររបស់ជើងគឺនាពេលសរិយៈនឹងឯងបាទសាច់រឿងភាគ1ខ្ញុំបាទសូមបញ្ចប់ត្រឹមនេះសិនខ្ញុំបាទសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាកុំភ្លេចចូល comment នៅខាងក្រោមវីដេអូទាំងអស់គ្នាផងបាទដើម្បីជាកម្លាំងចិត្តដល់ខ្ញុំម្យ៉ាងទៀតសូមអភ័យទោសបើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍សម្ដីដែលខ្ញុំនិយាយទៅមិនសមរម្យត្រង់ណាក៏សូមអធិស្ឋានចំពោះលោកខ្ញុំផងបានសូមអរគុណនិងសូមជម្រាបលា